ខ្ញុំបានប៉ាងចំណានសូមគោរពជំរាបសួរសម្ដេចឯកឧត្តមលោកជំទាវលោករដ្ឋស្រីទូតទស្សនិកជនជាទីគោរពនេះគឺជាកម្មវិធីកិច្ចពិភាក្សាទុកមូលកម្មវិធីរបស់យើងតែងតែលើកយកនៅប្រធានបទសំខាន់ដែលមានការអញ្ជើញចូលរួមបកស្រាយពីវាគ្មិនជំនាញទូតទស្សនិកជនលោកអ្នកនៅចាំទេថ្ងៃទី24ខែកក្កដាឆ្នាំ2025កាលពី1ឆ្នាំមុនគឺជាថ្ងៃដែលយោធាថៃបានបើកការវាយប្រហារឈ្លានពានមកលើទឹកដីកម្ពុជាដែលបងប្អូនជនរួមជាតិចាំថាជាសង្គ្រាមឈ្លានពានជុំទី1គិតមកដល់ពេលនេះគឺមានរយៈពេល1ឆ្នាំហើយដូច្នេះសម្រាប់ប្រធានបទដែលនឹងជជែកពិភាក្សានៅក្នុងពេលនេះគឺពាក់ព័ន្ធទៅនឹងតរយៈកាល1ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់ថៃប្រឆាំងកម្ពុជាសម្រាប់ប្រធានបទនេះខ្ញុំបាទនឹងធ្វើការជជែកពិភាក្សាជាមួយនឹងវាគ្មិនចំនួន4រូបដែលទី1ខ្ញុំបាទសូមស្វាគមន៍ឯកឧត្តមប៉ែនបូណារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រធានអង្គភិបអ្នកនាំពាក្យរាជរដ្ឋាភិបាលខ្ញុំបាទសូមគោរពវិសុបាទបាទសូមជម្រាបសួរបាទដល់ឡែកវាគ្មិនទី2ខ្ញុំបាទសូមស្វាគមន៍លោកបណ្ឌិតយ៉ុងពៅអ្នកជំនាញភូមិសាស្ត្រនយោបាយខ្ញុំបាទសូមគោរពវិសុបាទបាទជម្រាបសួរបាទអរគុណដល់ឡែកវាគ្មិនទី3ខ្ញុំបាទសូមស្វាគមន៍លោកបណ្ឌិតគីសេរីវត្តអ្នកជំនាញសេដ្ឋកិច្ចខ្ញុំបាទសូមគោរពវិសុបាទបាទសូមជម្រាបសួរបាទអរគុណនិងចុងក្រោយខ្ញុំបាទសូមស្វាគមន៍លោកបណ្ឌិតកិនភាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយបាទសូមសួរបាទបាទជំរាបសួរបាទអរគុណនេះគឺជាសមាជិកភាពរបស់វាគ្មិនទាំង4រូបនៅក្នុងកម្មវិធីកិច្ចពិភាក្សាទុកមូលពាក់ព័ន្ធទៅនឹងប្រធានបទតរយៈកាល1ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់ថៃប្រឆាំងកម្ពុជាដែលខ្ញុំបាទមានសំណួរជាច្រើនទៅកាន់វាគ្មិនទាំង4រូបតែម្ដងប៉ុន្តែជាដំបូងនេះខ្ញុំបាទសូមធ្វើការសាកសួរទៅកាន់ឯកឧត្តមប៉ែនបូណាជាមុនគេដោយយើងបានដឹងហើយថាថ្ងៃទី24ខែកក្កដាឆ្នាំ2026គឺជាខួបគម្រប់1ឆ្នាំគត់ដែលកងកម្លាំងថៃបានបើកការវាយប្រហារឈ្លានពានទឹកដីកម្ពុជាតើថ្ងៃទី24ខែកក្កដានេះគឺមានអត្ថន័យយ៉ាងណាចំពោះប្រជាជាតិខ្មែរហើយហេតុអ្វីបានជារាជរដ្ឋាភិបាលជ្រើសរើសនៅយន្តការដោះស្រាយដោយសន្តិវិធីតាមរយៈការចរចាដោយការទូតផ្អែកលើច្បាប់អន្តរជាតិដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយនឹងប្រទេសថៃបាទសូមជម្រាបអារម្មណ៍បាទអរគុណលោកចំណានហើយនឹងសូមគោរពជម្រាបសួរប្រិយមិត្តទូទស្សនិកជនដែលកំពុងតាមដានកម្មវិធីសូមជម្រាបសួរលោកបណ្ឌិតទាំង3រូបផងបាទហើយជាការពិតហើយយើងទាំងអស់គ្នានៅចងចាំទុកនៅអំពើឈ្លានពានយ៉ាងកំរោលរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជាយើងកាលពីថ្ងៃទី24ខែកក្កដាឆ្នាំ2025ដែលកម្ពុជាយើងរងគ្រោះយ៉ាងធំដោយអំពើឈ្លានពាននេះហើយយើងក៏នៅចងចាំជានិច្ចមិនភ្លេចនៅភាពអត់ធ្មត់របស់ថ្នាក់ដឹកនាំរបស់យើងដើម្បីរក្សាសុខសន្តិភាពតែយ៉ាងណាគឺរាជរដ្ឋាភិបាលយើងបានប្រើសិទ្ធិការពារខ្លួនហើយយើងចងចាំនិងកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរៈកងទ័ពវីរៈនគរបាលជាតិនិងវីរៈកងរាជអាវុធហត្ថរបស់យើងដែលបានតស៊ូយ៉ាងស្វិតស្វាញដើម្បីការពារបូរណភាពទឹកដីរបស់យើងបាទសង្គ្រាមជុំទី1 24ដល់28កក្កដាថៃមិនបានសម្រេចគោលបំណងនៃការឈ្លានពានទឹកដីរបស់យើងបន្ទាប់មកក៏បើកមានសង្គ្រាមជុំទី2ពីថ្ងៃ7ដល់27ធ្នូឆ្នាំ2025ហើយក្រៅពីហ្នឹងពេលដែលយើងមានបទជប់បាញ់លើកទី2ក៏ឆ្លៀតមកដាក់បលាលួសដាក់ទូកុងតឺន័រហើយនឹងបំផ្លិចបំផ្លាញផ្ទះសម្បែងឬក៏ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋខ្មែរយើងជាច្រើននៅតាមតំបន់ព្រំដែនហើយក្នុងសង្គ្រាមនោះក៏យើងមានជនស៊ីវិលរបស់យើងស្លាប់របួសហើយនឹងមានជនភៀសសឹកជិត65,000 នាក់បានភៀសខ្លួនពីផ្ទះសម្បែងបាទដែលមកដល់ពេលនេះគឺនៅសល់បងប្អូនយើងប្រហែលជា20,000 នាក់ទៀតនៅកំពុងរស់នៅក្នុងផ្ទះបណ្ដោះអាសន្នដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញបានទេដោយសារតែកងទ័ពថៃដាក់ទូកុងតឺន័របលាលួសរារាំងកាន់កាប់ខុសច្បាប់លើទឹកដីកម្ពុជាយើងមួយចំនួននៅតាមបណ្ដោយព្រំដែនហើយដែលរាជរដ្ឋាភិបាលយើងកំពុងទាមទារទឹកដីរបស់យើងមកវិញតាមរយៈនយោបាយ
ដោយសន្តិវិធីការចរចាការទូតដោយផ្អែកលើច្បាប់អន្តរជាតិអញ្ចឹងសួរថាតើហេតុអីបានជារាជរដ្ឋាភិបាលជ្រើសរើសជំរើសដោះស្រាយបញ្ហាព្រំដែនដោយប្រើប្រាស់សន្តិវិធីនិងនយោបាយការទូតដោយពឹងផ្អែកលើច្បាប់អន្តរជាតិឆ្លើយនឹងសំណួរនេះយើងក៏បីមើលសសរគ្រឹះ3ដើម្បីឆ្លុះបញ្ចាំងទី1គឺសន្តិភាពយើងដឹងទាំងអស់គ្នាថារាជរដ្ឋាភិបាលដឹកនាំដោយគណៈបកប្រជាជនកម្ពុជាបានបង្កើតនៅអត្តសញ្ញាណមួយសម្រាប់ប្រជាពលរដ្ឋខ្មែរក៏ដូចជាសម្រាប់ប្រទេសកម្ពុជាទាំងមូលគឺសន្តិភាពដែលរកបានដោយលំបាកដោយនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោហើយយើងកម្ពុជាយើងគឺបានផ្សព្វផ្សាយសារសន្តិភាពចែករំលែកបទពិសោធន៍សន្តិភាពដល់ប្រទេសជាច្រើនក្នុងន័យនេះហើយបានជារាជរដ្ឋាភិបាលតម្កល់តម្លៃសន្តិភាពជាធំយើងអត់បកចំនួនទេយើងប្រើសន្តិវិធីគោលនយោបាយសម្ដេចតេជោទាំងអស់គ្នាបានដឹងគឺប្រែក្លាយព្រំដែនជាមួយប្រទេសជិតខាងទៅជាព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការនិងការអភិវឌ្ឍបាទអញ្ចឹងទោះបីជាយើងមិនចង់មានសង្គ្រាមប៉ុន្តែជិះអត់រួចដោយសារគេឈ្លានពានទឹកដីរបស់យើងបាទនៅពេលដែលមានសង្គ្រាមផ្ទុះឡើងថ្នាក់ដឹកនាំរបស់យើងពិសេសសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីលោកធ្វើកិច្ចការងារការទូតយ៉ាងរហ័សបានបត់ជប់បាញ់លើកទី1បាទក្រោយពីសង្គ្រាមបានតែ5ថ្ងៃទេរហូតដល់7ធ្នូដល់27បានបត់ជប់បាញ់លើកទី2ទៀតអញ្ចឹងជាឧទាហរណ៍នៃការតម្កល់តម្លៃសន្តិភាពជាធំគោលគ្រឹះទី2ថ្នាក់ដឹកនាំរបស់យើងយល់ច្បាស់ថាចំនួនប្រដាប់អាវុធយោធាមិនមែនជាមធ្យោបាយដោះស្រាយបញ្ហាព្រំដែនទេបាទមិនជាដាច់ខាតមានតែអ្នកបច្ចេកទេសជំនាញដោយផ្អែកលើផែនទីច្បាប់អន្តរជាតិដែលមានស្រាប់យកមកជជែកគ្នាទើបជាដំណោះស្រាយបញ្ហាព្រំដែនពិតប្រាកដហើយសូមបញ្ជាក់ព្រំដែនកម្ពុជាថៃជាព្រំដែនអន្តរជាតិដែលមានការទទួលស្គាល់ច្បាស់លាស់ដែលមានផែនទីឯកសារគ្រប់គ្រាន់ក្នុងការដោះស្រាយអញ្ចឹងមិនមែនឆ្លោះគ្នាដោយប្រដាប់អាវុធដើម្បីគូសព្រំដែនជាដាច់ខាតអញ្ចឹងហើយបានជារាជរដ្ឋាភិបាលយើងផ្ដល់តម្លៃដល់គណៈកម្មការ JDC ដើម្បីដោះស្រាយបញ្ហាព្រំដែនយើងដោយផ្អែកលើច្បាប់អន្តរជាតិបាទហើយនឹងគោលគ្រឹះទី3គឺជំហររបស់សហគមន៍អន្តរជាតិបាទបងប្អូនយើងដឹងហើយថាគ្រប់បណ្ដាប្រទេសទាំងអស់អង្គការសហប្រជាជាតិក្តីបណ្ដាប្រទេសសមាជិកអង្គការសហប្រជាជាតិប្រទេសជាមិត្តទាំងអស់គេគ្រប់គ្រងឲ្យយើងដោះស្រាយដោយសន្តិវិធីគេគ្រប់គ្រងឲ្យយើងគោរពច្បាប់អន្តរជាតិអត់មានប្រទេសណាមួយដែលមកប្រាប់យើងថាឲ្យធ្វើសង្គ្រាមជាមួយគ្នាទេឲ្យរំលងច្បាប់អន្តរជាតិទេអញ្ចឹងគោលគ្រឹះទាំង3នេះយើងអាចសន្និដ្ឋានបានថាជំរើសរបស់រាជរដ្ឋាភិបាលយើងដែលជ្រើសរើសយកដំណោះស្រាយមួយសន្តិវិធីការចរចាការទូតឯកលើច្បាប់អន្តរជាតិជាជំរើសមួយត្រឹមត្រូវបាទត្រឹមត្រូវសម្រាប់ដំណោះស្រាយមួយដែលយូរអង្វែងទៅថ្ងៃអនាគតសម្រាប់កូនចៅយើងជំនាន់ក្រោយនោះបាទសូមអរគុណអាយដាមចំពោះការជម្រាបជូនអាដាមប៉ែបូណាបានលើកឡើងពីចំណុចសំខាន់ដែលរាជរដ្ឋាភិបាលកម្ពុជារំលេចគឺពាក់ព័ន្ធទៅនឹងការយកតម្លៃបាទតម្កល់តម្លៃសន្តិភាពជាធំនៅក្នុងការដោះស្រាយបញ្ហាជាពិសេសបាទគឺការយកវិធីសាស្ត្រដោះស្រាយដោយសន្តិវិធីតាមច្បាប់អន្តរជាតិចំណុចខ្ញុំបាទចង់ងាកទៅកាន់លោកបណ្ឌិតយងពៅអ្នកជំនាញភូមិសាស្ត្រនយោបាយចង់ឲ្យលោកបណ្ឌិតអាចបង្ហាញពីការវិតម្លៃយ៉ាងដូចម្តេចចំពោះការប្រើប្រាស់ច្បាប់អន្តរជាតិនិងការទូតភូភាគីរបស់កម្ពុជាក្នុងការឆ្លើយតបទៅនឹងសង្គ្រាមឈ្លានពានរបស់ថៃបាទសូមអរគុណជាបឋមសូមជម្រាបសួរទូទស្សនិកជនសូមជម្រាបសួរវាគ្មិនទាំង3បាទដោយលោកចំណានបានតាំងសំណួរហើយមិញខ្ញុំបានស្ដាប់អាយដាមប៉ែនបណ្ណាលើកឡើងក៏ជាចំណុចនៃចំណែកនៃសំណួរនឹងដែរហើយសូមគាំទ្រនៅអ្វីដែលអាយដាមប៉ែនបណ្ណាបានលើកឡើងនៅគ្រឹះសំខាន់3ដែលរាជរដ្ឋាភិបាលកម្ពុជាប្រកាន់យកចំពោះខ្ញុំជាទស្សនៈទានរបស់ខ្ញុំទី1ខ្ញុំគិតថានេះជាជំរើសដ៏ត្រឹមត្រូវនិងស័ក្តិសមក្នុងវេលានេះហើយក្នុងខណៈដែលកម្ពុជា
มันអាចរំលងច្បាប់អន្តរជាតិបានទេច្បាប់អន្តរជាតិមិញឯកឧត្តមប៉ែនបណ្ណាក៏បានលើកនៅក្នុងចំណុចគ្រឹះរបស់ឯកឧត្តមដែរចំណុចទី1ហ្នឹងហើយខ្ញុំក៏គិតថាហ្នឹងចំណុចទី1ដែរពីព្រោះគណៈគ្រាដែលយើងមានច្បាប់អន្តរជាតិគ្រប់គ្រងរួចស្រេចទៅហើយគឺអនុសញ្ញាឆ្នាំ1904និងសន្ធិសញ្ញា1907រួមនឹងកំណត់ហេតុបោះបង្គោលព្រំដែនទាំង74ខ្ញុំសូមបញ្ជាក់លេខាការឋានកិច្ចការព្រំដែនដែលមកទីនេះនៅជជែកជាមួយយើងនឹងបានបញ្ជាក់ថាបង្គោលព្រំដែនសម័យអាណាព្យាបាលបារាំងធ្វើជាមួយសៀមនេះគឺទាំង74នេះមានកំណត់ហេតុទាំង74បាទហ្នឹងអាហ្នឹងគឺជាចំណុចសំខាន់ដែលបានបញ្ជាក់ថាភាពពិតប្រាកដនៃខ្សែបន្ទាត់ព្រំដែនដែលអមនឹងសន្ធិសញ្ញានិងផែនទីហ្នឹងវាច្បាស់លាស់រួចស្រេចទៅហើយអញ្ចឹងហើយកម្ពុជាស័ក្តិសមបំផុតគឺត្រូវប្រើប្រាស់ច្បាប់អន្តរជាតិជាគោលការណ៍គ្រឹះសំខាន់បាទมันអាចយកកម្លាំងទៅរុះរើខ្សែបន្ទាត់ព្រំដែននឹងបានទេភាគីថៃប្រើកម្លាំងយើងត្រូវការពីអធិបតេយ្យប៉ុន្តែយើងត្រូវយកបន្ទាត់ច្បាប់អន្តរជាតិជាគ្រឹះសំខាន់ក្នុងគណៈដែលយើងមានច្បាប់អន្តរជាតិគ្រប់គ្រងនឹងរួមនឹងបញ្ហាសមុទ្រយើងប្រើអានក្លូសអីចឹងទៅអញ្ចឹងនេះជាអ្វីដែលយើងត្រូវប្រកាន់យកនៅច្បាប់អន្តរជាតិដែលជាចំណុចគ្រឹះសំខាន់ហើយខ្ញុំក៏បានស្ដាប់នៅឯកឧត្តមប៉ែវណ្ណាដែរគឺថាជាការពិតសហគមន៍អន្តរជាតិប្រទេសទាំងប្រទេសណែនសាធារណរដ្ឋប្រជាមានិតចិនឬក៏ប្រទេសសហរដ្ឋអាមេរិកឬក៏ប្រទេសបណ្ដាប្រទេសអាស៊ានមួយចំនួនក៏ជំរុញឲ្យយើងគោរពច្បាប់អន្តរជាតិដោះស្រាយដោយសន្តិវិធីប្រើប្រាស់មធ្យោបាយនឹងជាសំខាន់អញ្ចឹងហើយនេះជាការជ្រើសរើសដែលខ្ញុំនិយាយថាជាការជ្រើសរើសត្រឹមត្រូវចំណុចទី2ខ្ញុំវាយតម្លៃថាកម្ពុជាយើងកន្លងទៅនេះក្នុងរយៈពេល1ឆ្នាំហើយជាពិសេសក្រោយបទឈប់បាញ់ថ្ងៃ27ធ្នូឆ្នាំ2025យើងពិតជាបានខិតខំយ៉ាងសកម្មទៅលើទស្សនវិជ្ជាច្បាប់អន្តរជាតិនិងការទូតដែលការទូតនេះយើងរាប់ទាំងការទូតប្រពៃណីនិងការទូតមិនប្រពៃណីការទូតនេះយើងសម្រុកទាំងការទូតទៅលើព័ត៌មានការទូតបែបប្រពៃណីនិងការទូតបែបវប្បធម៌គឺខ្ញុំឃើញថាយើងពិតជាសកម្មយើងបានធ្វើច្រើនហើយពិភពលោកក៏បានស្គាល់នៅតថភាពច្បាស់ដែលប្រទេសថៃតែងតែភូតកុហកកន្លងទៅភូតកុហកហើយយើងសំទោសយើងអន្តរជាតិមិនសូវបានទទួលព័ត៌មានពីកម្ពុជានេះខ្ញុំនិយាយកន្លងទៅតែថ្មីនេះរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងបង្ហាញការពិតដល់សហគមន៍អន្តរជាតិអញ្ចឹងទាំងអស់នេះយើងបានបង្ហាញការពិតហើយយើងមិនអាចនិយាយថាយើងក្របសភាពការនៅក្នុងទស្សនវិជ្ជាអន្តរជាតិទេប៉ុន្តែអន្តរជាតិបានទទួលដឹងអំពីអ្វីដែលថៃធ្វើពិតប្រាកដមកលើកម្ពុជាហើយអ្វីដែលកម្ពុជារងគ្រោះពិតប្រាកដហើយអ្វីដែលកម្ពុជាតែងតែទទួលចង់បានគឺដល់ការដោះស្រាយដោយសន្តិវិធីតាមច្បាប់អន្តរជាតិដែលមានជាធរមានអានេះយើងមើលឃើញដូច្នេះចំណុចទី3ខ្ញុំគិតថាថៃចិញ្ចឹមចិត្តចិញ្ចឹមសង្គ្រាមខ្ញុំប្រើពាក្យនេះថៃចិញ្ចឹមចិត្តចិញ្ចឹមសង្គ្រាមអញ្ចឹងយើងអត់មានចិញ្ចឹមសង្គ្រាមជាមួយថៃទេបាទពីព្រោះថៃចិញ្ចឹមចិត្តចិញ្ចឹមសង្គ្រាមដើម្បីផលប្រយោជន៍នយោបាយផលប្រយោជន៍នយោបាយផ្ទៃក្នុងថៃនិងផលប្រយោជន៍នៃការឈ្លានពានទឹកដីកម្ពុជាហើយថៃព្យាយាមបំបែកបំបាក់កម្ពុជាឲ្យចុះខ្សោយបន្ថែមទៀតបាទអញ្ចឹងអានេះយើងត្រូវដឹងហើយយើងមិនអាចចូលក្នុងសេណារីយ៉ូរបស់ថៃហ្នឹងទេបាទបើយើងដឹងហើយយើងមិនអាចចូលទេបាទគេចិញ្ចឹមសង្គ្រាមយើងមិនអាចចិញ្ចឹមសង្គ្រាមជាមួយទេគឺយើងចិញ្ចឹមសន្តិភាពដោយរដ្ឋាភិបាលប្រកាន់យកអញ្ចឹងបាទនេះជាចំណុចដែលយើងត្រូវដឹងទី4យើងធ្វើការងារការទូតនេះនិងការដោះស្រាយព្យាយាមដោះស្រាយតាមការទូតនិងច្បាប់អន្តរជាតិនេះធ្វើឲ្យកម្ពុជាយើងមានពេលវេលាគ្រប់គ្រាន់បន្ថែមទៀតជំរុញឲ្យយើងលាតត្រដាងប្រាប់ពិភពលោកនៅអ្វីដែលជាការពិតដោយតែខ្ញុំបានលើកឡើងខាងដើមមិញហ្នឹងពីអ្វីដែលថៃបានធ្វើមកលើកម្ពុជាចំណុចទី5ដែលជាចំណុចគ្រឹះសំខាន់ដែលគឺប្រជាពលរដ្ឋមានពេលវេលាប្រកបមុខរបរតាមធម្មតារបស់ខ្លួនបាទមិញឯដើមប៉ែបណ្ណាក៏បានលើកដែរប្រសិនបើសង្គ្រាមនៅអូសបន្លាយនៅបន្តអញ្ចឹងមិនដឹងថាវា
ទៅដល់ចំណុចណាខ្លះវាខ្ទេចខ្ទាំអ្វីខ្លះប្រជាជនកម្ពុជារងគ្រោះនឹងសង្គ្រាមស៊ីវិលកន្លងទៅដែលជាសង្គ្រាមខ្លួនឯងផងនិងសង្គ្រាមប្រកួតប្រជែងភូមិសាស្ត្រនយោបាយផងរាប់ទសវត្សរ៍កន្លងទៅយើងរីងរៃនឹងសង្គ្រាមស៊ីវិលហ្នឹងទៅតែចប់20ឆ្នាំជាងដែលយើងបានសន្តិភាពបរិបូរណ៍ហើយក្រោយមកក៏ការឈ្លានពានរបស់ថៃធ្វើឲ្យមានសង្គ្រាមដូច្នេះហើយយើងមិនអាចចូលក្នុងសេណារីយ៉ូចិញ្ចឹមសង្គ្រាមរបស់ថៃទេត្រូវតែជ្រើសរើសសេណារីយ៉ូច្បាប់អន្តរជាតិនិងការទូតអន្តរជាតិដើម្បីចិញ្ចឹមសន្តិភាពឲ្យប្រជាពលរដ្ឋយើងមានពេលវេលាប្រកបមុខរបរហើយបញ្ហានៅឯព្រំដែននៅសេសសល់រដ្ឋាភិបាលត្រូវប្រឹងប្រែងធ្វើទៀតប្រឹងប្រែងទៅលើកិច្ចការអន្តរជាតិនិងការទូតនឹងបន្ថែមទៀតបាទនេះខ្ញុំចូលរួមប៉ុណ្ណឹងសិនសូមអរគុណបាទសូមអរគុណលោកបណ្ឌិតចំពោះការបង្ហាញទស្សនៈខ្ញុំជឿជាក់ថាបងប្អូនប្រជាពលរដ្ឋខ្មែររបស់យើងក៏លោកមិនយល់ខុសពីអ្វីដែលលោកបណ្ឌិតបានលើកឡើងដែរគឺលោកគាំទ្រទៅលើការជ្រើសរើសការប្រើប្រាស់ច្បាប់អន្តរជាតិក៏ដូចជាយន្តការការទូតក្នុងការដោះស្រាយបញ្ហាចំនួនព្រំដែនជាមួយថៃដោយមិនចង់ឲ្យមានការដោះស្រាយដោយប្រើប្រាស់សង្គ្រាមនោះទេកលែកមកលើរឿងកម្ពុជារបស់យើងវិញបាទកម្ពុជាក្រៅពីស្រឡាញ់សន្តិភាពកម្ពុជាក៏ចង់បាននៅព្រំដែនមិត្តភាពនិងព្រំដែនមានការអភិវឌ្ឍផងដែរប៉ុន្តែក្រោយពីមានការឈ្លានពានមកលើទឹកដីកម្ពុជាបាទប្រទេសថៃក៏មានការបិទនៅច្រកព្រំដែនដោយឯកតោភាគីជាមុនមកលើកម្ពុជាដែលធ្វើឲ្យមានផលប៉ះពាល់ទៅលើផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរសំណួរនេះខ្ញុំបាទសូមកលែកទៅកាន់លោកបណ្ឌិតគីសេរីវត្តដែលជាអ្នកជំនាញសេដ្ឋកិច្ចអញ្ចឹងមកដល់ពេលនេះយើងរយៈពេល1ឆ្នាំហើយបាទ1ឆ្នាំហើយអញ្ចឹងថាតើក្រោយរយៈពេល1ឆ្នាំដែលថៃបានបិទបាទព្រំដែនជាឯកតោភាគីក៏ដូចជាការធ្វើសង្គ្រាមឈ្លានពានមកលើកម្ពុជាតើសេដ្ឋកិច្ចរវាងកម្ពុជាថៃរងផលប៉ះពាល់បែបណាដែរបាទលោកបណ្ឌិតបាទជាបឋមបាទសូមគោរពប្រិយមិត្តទូទស្សនិកជនទាំងអស់និងសូមជម្រាបសួរវាគ្មិនទាំង3រូបបាទយើងនិយាយអំពីបញ្ហាសេដ្ឋកិច្ចនេះយើងដឹងថាកាលណាតែមានចំនួនព្រំដែនគឺខាតទាំងពីរហើយបាទខាតហើយទាំងពីរអញ្ចឹងក្នុងលទ្ធផលកន្លងមកជាង1ឆ្នាំនេះយើងមើលឃើញថាប្រទេសកម្ពុជាយើងមានការរងនៅផលប៉ះពាល់មួយចំនួនបាទហើយផលប៉ះពាល់នេះគឺជាពិសេសគឺសម្រាប់បងប្អូនជាពលរដ្ឋដែលរស់នៅតាមតំបន់ព្រំដែននោះតែម្ដងបាទទី1គឺការខូចខាតផ្ទះសម្បែងបាទទី2គឺការបាត់បង់នៅមុខរបររបស់ពួកគាត់បាទទី3គឺការបាត់បង់ទីផ្សារអញ្ចឹងបញ្ហានេះនឹងត្រូវបានដោះស្រាយឡើងវិញតែការដោះស្រាយឡើងវិញនេះគឺមានការជ្រោមជ្រែងពីរាជរដ្ឋាភិបាលនៅក្នុងការជួយទី1គឺអាចនឹងរកជំរកបណ្ដោះអាសន្នសម្រាប់ពួកគាត់ទី2អាចនឹងលើកទឹកចិត្តឲ្យពួកគាត់នឹងងាកមកប្រកបមុខរបរផ្សេងអញ្ចឹងពេលដែលមានរឿងកើតឡើងភ្លាមវាប្រកាសជាមានផលប៉ះពាល់តែក្នុងមួយរយៈកាលកន្លងមកគឺការដោះស្រាយដោយរដ្ឋាភិបាលនេះអាចនឹងជួយបង្កើតការងារជូនពួកគាត់អាចនឹងបង្កើតមុខរបរផ្សេងជូនពួកគាត់មួយទៀតដែរគឺផលប៉ះពាល់ទៅលើកសិផលដែលប្រជាពលរដ្ឋដាំនៅតាមតំបន់ព្រំដែននេះគឺនឹងរងការបាត់បង់ទីផ្សារហើយការរងនៃការបាត់បង់ទីផ្សារនេះក៏ត្រូវបានបើកទីផ្សារឡើងវិញជាបណ្ដាដោយរដ្ឋាភិបាលបានខិតខំបើកទីផ្សារជាមួយនឹងប្រទេសវៀតណាមហើយនឹងជាមួយនឹងប្រទេសចិនហើយកន្លងមកនេះយើងឃើញមានលទ្ធផលកាន់តែប្រសើរកាន់តែច្រើននៅក្នុងការបើកទីផ្សារទៅកាន់ប្រទេសចិនហើយចំណែកយើងនិយាយអំពីភ្ញៀវទេសចរវិញបាទភ្ញៀវទេសចរវិញកម្ពុជាក៏មានការថមថយនៅកម្លាំងភ្ញៀវទេសចរដែរដោយសារតែភ្ញៀវទេសចរគាត់មានការព្រួយបារម្ភអំពីចំនួននេះអំពីសង្គ្រាមនេះគឺកត្តាមួយកត្តាទី2គឺការរងគ្រោះនៅវិបត្តិសេដ្ឋកិច្ចសកលទេដែលវាបានជាឥទ្ធិពលមកដល់ការថមថយនៃសេដ្ឋកិច្ចកម្ពុជានៃកំណើនសេដ្ឋកិច្ចកម្ពុជាក៏ដូចជាការថមថយនៅភ្ញៀវទេសចរដែរបាទក្នុងនោះយើងឃើញមានការឡើងថ្លៃប្រេងហើយដែលវាជាឥទ្ធិពលទៅដល់ប្រទេសទាំងអស់នៅលើសកលលោកដូច្នេះការថមថយនៃអំណាចទិញនៃប្រាក់ចំណូលរបស់ប្រជាពលរដ្ឋទូទាំងពិភពលោកបានធ្វើឲ្យរួមចំណែកក្នុងការកាត់បន្ថយភ្ញៀវទេសចរហើយក្នុងនេះដែរបើយើងធ្វើការសង្កេតទៅតាម
តំបន់នានានៃតំបន់អាស៊ាននេះគឺយើងឃើញថាមានការថយចុះដែរជាពិសេសនៅវៀតណាមក៏ថយបាទនៅប្រទេសថៃក៏ថយនៅម៉ាឡេស៊ីក៏ថយនៅសិង្ហបុរីក៏ថយអញ្ចឹងកន្លែងនេះខ្ញុំទាញថាវាមានការថយនៅវិស័យទេសចរកម្ពុជាវាបណ្ដាលមកពីការបិទព្រំដែនមកចំណាយតូចតែមកចំណាយធំនោះគឺការធ្លាក់ចុះនៃសេដ្ឋកិច្ចជាសកលដែលជាហានិភ័យតែបើយើងក៏លេខទៅមើលប្រទេសថៃវិញចំពោះការខាតបង់របស់ប្រទេសថៃវិញអ្វីដែលយើងសង្កេតមើលឃើញនោះគឺហាក់ដូចជាមានទំហំធំជាងកម្ពុជាឆ្ងាយបាទទី1គឺវិស័យទេសចររបស់ថៃដែលធ្លាប់ភ្ញៀវមក30លានអ្នកជាងក្នុងមួយឆ្នាំបាទធ្លាក់មកនៅមិនដល់10លានអ្នកទេអញ្ចឹងការថយនេះគឺថយយ៉ាងគំហុកបាទថយយ៉ាងគំហុកតែម្ដងបាទហើយទី2គឺបើយើងមើលទៅលើកម្លាំងផលិតប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសថៃបម្រើការងារជាពលករក្នុងប្រទេសថៃជិត1លាននាក់ហើយត្រូវបានវិលត្រឡប់មកស្រុកកំណើតវិញអញ្ចឹងថៃខ្វះជាងគេគឺកម្លាំងពលកម្មនេះតែម្ដងព្រោះថាមុខរបរមួយចំនួនដូចជាវិស័យកសិកម្មនិងវិស័យសំណង់នេះហើយនឹងមួយទៀតគឺវិស័យលក់ដូរលក់រាយតាមផ្សារបាទតាមភោជនីយដ្ឋានហ្នឹងសុទ្ធតែជាពលករដែលទៅពីប្រទេសកម្ពុជាទៅហើយការថមថយទាំងអស់នេះដែលធ្វើឲ្យអាជីវកម្មការផ្គត់ផ្គង់ផលិតផលនៅក្នុងប្រទេសថៃហ្នឹងគឺរាំងស្ទះហើយនឹងមានការធ្លាក់ចុះហើយក្នុងនោះគឺថ្លៃដើមនៃកម្លាំងពលកម្មមានការកើនឡើងបាទកាន់តែខ្ពស់នេះគឺជាផលប៉ះពាល់មួយទៀតដែរគឺនៅក្នុងរោងចក្រយើងក៏បានជួបខ្ញុំបាទក៏បានជួបនៅប្រជាពលរដ្ឋដែលទៅធ្វើការនៅក្នុងប្រទេសថៃក្នុងរោងចក្រធ្វើសាច់មាន់រោងចក្រសាច់ជ្រូកជាដើមបាទអញ្ចឹងបងប្អូនប្រជាពលរដ្ឋយើងវិលត្រឡប់មកវិញនៅក្នុងប្រទេសថៃហ្នឹងគឺរងគ្រោះដោយសារខ្វះកម្លាំងពលកម្មនៅក្នុងវិស័យឧស្សាហកម្មផងដែរបាទហើយក្នុងនោះគឺការវិលត្រឡប់មកវិញនេះគឺបានបង្កើតឲ្យពួកគាត់ហ្នឹងមកយកជំនាញហ្នឹងមកប្រកបមុខរបរនៅក្នុងប្រទេសរបស់ខ្លួនដែរអញ្ចឹងយើងឃើញជាពិសេសគឺអ្នកដែលចិញ្ចឹមសត្វអ្នកដែលចូលក្នុងវិស័យកសិកម្មគឺបានត្រឡប់មកវិញបានរៀនសូត្របទពិសោធន៍ពីប្រទេសនោះយកមកអភិវឌ្ឍនៅអាជីវកម្មក្នុងស្រុករបស់ខ្លួននៅក្នុងដីរបស់ខ្លួនក្នុងស្រុកកំណើតរបស់ខ្លួនអញ្ចឹងកំណើនសេដ្ឋកិច្ចហ្នឹងវាអត់មានផលប៉ះពាល់អីខ្លាំងទេជាមួយនឹងប្រជាពលរដ្ឋខ្មែរប៉ុន្តែវាបាត់បង់ការផ្គត់ផ្គង់នៅក្នុងប្រទេសថៃហើយម្យ៉ាងទៀត1លានអ្នកដែលមកពីប្រទេសថៃមកដល់ខ្មែរគឺថៃបាត់បង់អ្នកទិញនៅក្នុងប្រទេសថៃខ្លួនឯងអស់1លានអ្នកបាត់ទៅហើយតែពលរដ្ឋខ្មែរយើងគឺជាអ្នកទិញនៅក្នុងប្រទេសថៃដែរអញ្ចឹងនេះគឺយើងឃើញផលប៉ះពាល់នៅក្នុងប្រទេសថៃមួយទៀតនោះគឺប្រជាពលរដ្ឋថៃដែលមានទំនិញយកមកលក់នៅតាមតំបន់ព្រំដែនខ្មែរជាពលរដ្ឋថៃមួយចំនួនដែលដឹកនាំភ្ញៀវពួកភ្ញៀវទេសចរនៅថៃច្រើនជាងយើងចឹងគាត់ដឹកនាំភ្ញៀវចូលមកលេងប្រាសាទព្រះវិហារចូលមកលេងតាមតំបន់ព្រំដែនហ្នឹងគឺគាត់បាត់បង់អាជីពគាត់បាត់បង់មុខរបរបាទហើយចំណូលគាត់ថយសើតែទាំងស្រុងហើយគាត់មិនអាចងាកទៅរកវិស័យកសិកម្មបានដោយសារតែមុខរបរគាត់ជាអ្នកដែលមានដែលធ្វើក្នុងវិស័យទេសចរទៅវិញបាទអញ្ចឹងនេះគឺផលប៉ះពាល់ទៅដល់ប្រជាពលរដ្ឋថៃមួយចំណែកទៀតហើយអ្វីដែលមានផលប៉ះពាល់ធំនោះគឺផលប៉ះពាល់ទៅលើពាណិជ្ជកម្មយើងមើលទំហំពាណិជ្ជកម្មរបស់ថៃដែលយើងធ្លាប់មានជាផ្លូវការខ្ទង់រង្វង់ 5000 លានប៉ុន្តែវាមានផលិតផលដែលនាំចូលក្រៅផ្លូវការមកចំណាយទៀតនោះ 3-4000 លានទៀតដែលយើងអត់បានកត់បញ្ជីនោះគេហៅថាការចេញចូលតាមច្រករបៀងហើយនឹងការចេញចូលតាមច្រកតំបន់ជាទំនិញដែលប្រើប្រាស់តាមតំបន់ដែលមិនមានការកត់ត្រាបង់ពន្ធអីត្រឹមត្រូវនោះទេអញ្ចឹងការបាត់បង់នៅពេលដែលបិទព្រំដែនទំហំពាណិជ្ជកម្មនេះដែលហូរពីប្រទេសថៃមកកម្ពុជានេះគឺត្រូវបាត់យ៉ាងច្រើនដែលយើងឃើញថាប្រទេសថៃគឺនឹងបាត់ចំណូលពីការនាំចេញមកកាន់ប្រទេសកម្ពុជាអញ្ចឹងកម្ពុជាបាត់តែចំណូលនៅក្នុងការផ្គត់ផ្គង់វត្ថុធាតុដើមកសិផលទៅកាន់ប្រទេសថៃក៏ប៉ុន្តែអ្វីដែលថៃបាត់គឺការផ្គត់ផ្គង់ផលិតផលជាច្រើនរួមមានផលិតផលប្រើប្រាស់នានាជាដើមផងដែរហើយក្នុងនោះក៏យើងឃើញថាអ្វីដែលថៃបាត់បង់មួយទៀតគឺការផ្គត់ផ្គង់បាទភាពគ្រប់គ្រាន់នៃការផ្គត់ផ្គង់វត្ថុធាតុដើមនៅតាមតំបន់ព្រំដែនយើងដឹងថារោងចក្ររបស់ថៃកែច្នៃមួយចំនួននៅតាមតំបន់ព្រំដែនដូចជាកែច្នៃដំឡូងមីម្សៅមីបាទរោងចក្របោកខោអាវកបយបាទទាំងអស់ហ្នឹងក៏សុទ្ធតែត្រូវការវត្ថុធាតុដើមពីខ្មែរយកទៅអញ្ចឹងអ្វីដែលថៃផលិតហ្នឹងគឺធ្វើឲ្យមិនគ្រប់គ្រាន់ហើយជាក់ស្ដែងទៀតយើងឃើញថាផលិតផលផ្លែឈើរបស់ថៃត្រូវបានយកទៅចាក់ចោលដោយសារតែបិទព្រំដែននេះ
បាទហើយការចាក់ចោលនេះគឺរួមចំណាយធ្វើឲ្យថ្លៃដើមកសិកម្មនៅក្នុងប្រទេសថៃខ្ពស់បាទពីមុនថៃមានថ្លៃដើមកសិកម្មនឹងទាបដោយសារតែផលិតផលរបស់គាត់ចម្រាញ់ជំរើសលក់ទៅលើទីផ្សារអន្តរជាតិហើយផលិតផលដែលអន់ហ្នឹងគឺគាត់ប្រមូលលក់មកឲ្យខ្មែរដល់ពេលឥឡូវនេះខ្មែរយើងលេងទិញគឺគាត់បានត្រូវរបស់នឹងចោលអញ្ចឹងនៅក្នុងមួយចំការដែលបោះចោលអស់20-30% នេះគឺវាកើនថ្លៃដើមនៅក្នុងការផលិតសម្រាប់នាំចេញទៅក្រៅប្រទេសអញ្ចឹងវាជាកត្តារារាំងមួយដ៏សំខាន់ដែរហើយមួយទៀតដែរគឺការបាត់បង់ទំនុកចិត្តរបស់អ្នកវិនិយោគបាទប្រទេសថៃគឺប្រទេសដែលឈ្លានពានគេឥឡូវពិភពលោកបានដឹងថាប្រទេសនេះគឺជាប្រទេសចោលមិនគោរពច្បាប់អន្តរជាតិបាទអញ្ចឹងក៏ច្បាប់អន្តរជាតិហើយនឹងប្រទេសជិតខាងខ្លួនឯងមិនទាំងគោរពផងចោះទម្រាំអ្នកវិនិយោគផ្សេងក៏អាចនឹងធ្វើបាបអ្នកវិនិយោគផ្សេងចូលក្នុងប្រទេសថៃដែរអញ្ចឹងករណីនេះឯងដែលធ្វើឲ្យខូចកិត្តិយសដែលជាតម្លៃសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសថៃបាទអញ្ចឹងកត្តាទាំងប្រមាណនេះគុំចូលគ្នាទៅយើងឃើញថាប្រទេសថៃរងផលប៉ះពាល់លើវិស័យសេដ្ឋកិច្ចនេះច្រើនជាងប្រទេសកម្ពុជាបាទសូមអរគុណលោកបណ្ឌិតគីសេរីវត្តចំពោះការបង្ហាញថាថៃខាតបង់ច្រើនជាងកម្ពុជាបាទយើងមិនកៅថាបដិសេធទេគឺកាលណាមានសង្គ្រាមឈ្លានពានគឺការខាតបង់សេដ្ឋកិច្ចវាមានគ្នាទៅវិញទៅមកហើយប៉ុន្តែថៃគឺជាអ្នកខាតបង់ច្រើនជាងកម្ពុជាដូចដែលអ្វីដែលលោកបណ្ឌិតបានជំរាបជូននៅក្នុងរូបភាពជាច្រើនផងដែរសម្រាប់របស់ខ្ញុំជាបន្តទៅកាន់លោកបណ្ឌិតកិនភាវិញម្ដងខ្ញុំជឿថាបងប្អូនប្រជាពលរដ្ឋខ្មែរប្រកាសជាចាំថ្ងៃទី24កក្កដាដែលជាថ្ងៃដែលថៃធ្វើការឈ្លានពានលើកម្ពុជាប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយល់ដឹងពីមេរៀនសំខាន់ដែលត្រូវចាំផងដែរពាក់ព័ន្ធទៅនឹងការឈ្លានពានរយៈពេល1ឆ្នាំរបស់ថៃអញ្ចឹងបើតាមលោកបណ្ឌិតតាមការយល់ឃើញរបស់លោកថាតើមេរៀនសំខាន់អ្វីខ្លះដែលកម្ពុជាក៏ដូចជាប្រជាពលរដ្ឋកម្ពុជាត្រូវរៀនសូត្រនិងចងចាំក្រោយពេលដែលថៃធ្វើការឈ្លានពានកម្ពុជារយៈពេល1ឆ្នាំជាងនេះបាទអរគុណខ្ញុំសូមឆ្លើយតបជាមួយនឹងសំណួរនេះខ្ញុំគិតថាសំណួរនេះសំខាន់ហើយមុននេះវាគ្មិនរបស់យើងទាំង3រូបបានធ្វើតុល្យការយ៉ាងសំខាន់ដែលជាព័ត៌មានយ៉ាងសំខាន់អញ្ចឹងមុននឹងឆ្លើយសំណួរនេះខ្ញុំគិតថាយើងមានការចាំបាច់រំលឹកឡើងវិញបន្តិចអំពីកត្តាប្រវត្តិសាស្ត្រខ្លះហេតុអីបានជាថៃចេះតែឈ្លានពានយើងតែងតែឈ្លានពានយើងដែលជាប្រទេសដែលទៅតែកើតជារដ្ឋក្រោយយើងរហូតដល់ទៅ13សតវត្សរ៍ហើយយើងឃើញថាប្រទេសនេះតែចិញ្ចឹមចិត្តឈ្លានពានប្រទេសកម្ពុជារហូតមកអញ្ចឹងចំណុចពីរធំដែលខ្ញុំសូមបញ្ជាក់នៅលើមូលហេតុដែលថៃតែងតែឈ្លានពានប្រទេសយើងទី1គឺកត្តាប្រវត្តិសាស្ត្រមានន័យថាគេបានចិញ្ចឹមចិត្តឈ្លានពានយើងមហិច្ឆតាឈ្លានពាននេះគឺតាំងពីអតីតកាលមកបាទយើងឃើញថាគេប្រើប្រាស់គ្រប់មធ្យោបាយល្បិចកិច្ចកលសពបែបយ៉ាងទាំងអស់បំភ្លៃបំភ្លើសមូលបង្កាច់សពបែបយ៉ាងដើម្បីគោលបំណងមួយយ៉ាងគឺគេឈ្លានពានទឹកដីយើងនឹងគឺជាចំណុចសំខាន់ទី1ចំណុចសំខាន់ទី2ដោយដែលបងប្អូនទស្សនិកជនបានជ្រាបហើយមុនពេលដែលគេបើកការឈ្លានពានយើងនៅថ្ងៃទី24ខែកក្កដាឆ្នាំ2025កន្លងទៅនោះគឺនៅឯប្រទេសថៃនឹងមានបញ្ហាច្រើននៅក្នុងស្រុកអញ្ចឹងដែលខ្ញុំអាចទាញជាកត្តាធំទី2ហ្នឹងគឺកត្តានយោបាយក្នុងស្រុកមានន័យថាប្រទេសថៃគេតែងតែប្រើប្រាស់បញ្ហាព្រំដែនជាមួយប្រទេសកម្ពុជាយើងបញ្ហាទឹកដីបញ្ហាប្រវត្តិសាស្ត្រមរតកវប្បធម៌អត្តសញ្ញាណជាឧបករណ៍នយោបាយផ្ទៃក្នុងរបស់គេចំណុចទី1គឺថារាល់ពេលដែលគេមានវិបត្តិនយោបាយផ្ទៃក្នុងវិបត្តិសេដ្ឋកិច្ចឬក៏ការធ្លាក់ចុះនៃប្រជាប្រិយភាពរបស់គណៈបកកណ្ដាលអំណាចក្តីរបស់រាជវាំងថៃក្តីឬក៏របស់ពួកយោធាថៃក្តីគឺគេតែងតែបង្វែរការចាប់អារម្មណ៍ពីវិបត្តិផ្ទៃក្នុងហ្នឹងមកកាន់ព្រំដែននៃប្រទេសកម្ពុជាយើងជាញឹកញាប់ណាស់អាហ្នឹងគឺបទពិសោធន៍របស់យើងរហូតមកតែបើយើងនិយាយពីបទពិសោធន៍ចុងក្រោយគឺឆ្នាំ2008ហើយបន្តដែលយើងមានសង្គ្រាមឈ្លានពានរបស់ប្រទេសថៃមកលើប្រទេសយើង2លើកនៃឆ្នាំ2025
ចំណុចទី2គឺគេតែងតែបញ្ឆេះនៅគេហៅថាមនោគមវិជ្ជាជាតិនិយមដើម្បីបង្រួមសាធារណមតិផ្ទៃក្នុងរបស់ថៃនៅពេលដែលគេមានអារម្មណ៍ថាបែកខ្ញែកគ្នាឬក៏រដ្ឋាភិបាលគណៈបកកណ្ដាលអំណាចនឹងមានសម្ពាធពីគណៈបកប្រឆាំងគេចាប់ផ្ដើមយកបញ្ហាព្រំដែនជាមួយប្រទេសកម្ពុជាដើម្បីទៅជាកម្លាំងចលករនៃការបង្រួមការខ្វែងគំនិតគ្នានៅក្នុងសង្គមនយោបាយថៃចំណុចទី3គឺគេតែងតែកេងចំណេញពីបញ្ហាព្រំដែនយើងហ្នឹងដើម្បីប្រជាប្រិយភាពនយោបាយដើម្បីការគ្រប់គ្រងអញ្ចឹងគណៈបកណាឬក៏ក្រុមណាដែលគេនិយាយពីរឿងបញ្ហាទឹកដីបញ្ហាព្រំដែនជាមួយប្រទេសកម្ពុជាគឺត្រូវបានសង្គមនយោបាយថៃចាត់ទុកថាជាអ្នកដែលការពារជា protector of the land ណាមានន័យថាជាអ្នកការពារទឹកដីការពារមាតុភូមិអញ្ចឹងហើយបានជាក្រុមអ្នកនយោបាយថៃក្រុមអភិរក្សនិយមថៃឬក៏ក្រុមជននិយមថៃហ្នឹងគឺគេលេងល្បែងព្រំដែនល្បែងទឹកដីជាមួយខ្មែរយើងរហូតហ្នឹងហើយចំណុចចុងក្រោយដែលខ្ញុំកត់សម្គាល់សំខាន់ហើយខ្ញុំគិតថារឿងនេះវាសំខាន់គឺវាមានទំនាក់ទំនងជិតស្និទ្ធស៊ីជម្រៅរវាងក្រមយោធានិងរាជវាំងថៃប៉ុន្តែក្នុងនោះគឺគេឲ្យពួកយោធាដើរតួនាទីសំខាន់នៅពេលដែលពួកយោធាចង់ពង្រឹងអំណាចចង់ពង្រឹងធម្មានុរូបរបស់ខ្លួនក្នុងការគ្រប់គ្រងនៅក្នុងសង្គមនយោបាយថៃគឺគេតែងតែប្រើប្រាស់បញ្ហាព្រំដែនបញ្ហាទឹកដីជាមួយនឹងប្រទេសកម្ពុជាយើងហើយយើងឃើញមុនពេលដែលគេចាប់បើកការឈ្លានពានមកលើទឹកដីរបស់យើងគឺគេចាប់ផ្ដើមបង្កហេតុដំបូងទីគឺគេចាប់ផ្ដើមចូលមកបាញ់សម្លាប់វីរៈកងទ័ពយើងមួយរូបលោកសួនរ៉ូនស្លាប់បន្ទាប់មកគេបង្ករឿងផ្សេងទៀតឈានទៅដល់ការបាត់ព្រំដែនជាឯកតោភាគីដោយដិតគីសរីវត្តបានលើកខាងដើមបាញ់មិញហ្នឹងគឺក្នុងចេតនានៃការដាក់សម្ពាធខាងផ្នែកសេដ្ឋកិច្ចពីព្រោះគេយល់ថានៅពេលដែលគេបាត់ព្រំដែនទៅគឺសេដ្ឋកិច្ចកម្ពុជានឹងថប់ដង្ហើមអញ្ចឹងហើយបានជាគេប្រើនៃមធ្យោបាយសេដ្ឋកិច្ចឬក៏សម្ពាធសេដ្ឋកិច្ចតាមរយៈការបាត់ច្រកព្រំដែនជាឯកតោភាគីហើយចាប់ផ្ដើមគេបើកការឈ្លានពានហើយយើងឃើញថាការចាត់ចែងរឿងព្រំដែននេះវាហាក់ដូចជាសមត្ថកិច្ចជាអំណាចផ្ដាច់មុខរបស់ពួកយោធាថៃហើយយើងដឹងថាយោធាថៃគឺទទួលបានការគ្រប់គ្រងទទួលបានការទុកចិត្តពីរាជវាំងថៃអញ្ចឹងកម្លាំងស្នូលពីរនេះនៅក្នុងសង្គមនយោបាយថៃនេះដែលធ្វើឲ្យសភាពការព្រំដែនយើងឬក៏ស្ថានភាពនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងថៃគឺអត់មានស្ថិរភាពអត់មានសុខភាពល្អតែងតែមានបញ្ហាជានិច្ចអញ្ចឹងបើយើងក៏លេចមើលបញ្ហាចំនួនព្រំដែនរវាងកម្ពុជានិងថៃនេះមិនមែនជាចំនួនដែលពាក់ព័ន្ធនឹងបច្ចេកទេសឬក៏ទស្សនវិជ្ជាផ្លូវច្បាប់ទេក៏ប៉ុន្តែគឺជាចំនួនប្រវត្តិសាស្ត្រដែលថៃតែងតែចិញ្ចឹមចិត្តឈ្លានពានយើងហើយគេប្រើប្រាស់បញ្ហានយោបាយសំទោសបញ្ហាព្រំដែននេះជាឧបករណ៍នយោបាយអញ្ចឹងសូមឲ្យបងប្អូនយើងមេត្តាចាំទាំងអស់គ្នាឥឡូវបើយើងក៏លេខមកកាន់សំណួររបស់យើងវិញថាតើរយៈពេល1ឆ្នាំនេះយើងរៀនសូត្របានអីខ្លះពីសង្គ្រាមឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជាយើងហ្នឹងហើយយើងត្រូវចងចាំយ៉ាងម៉េចអញ្ចឹងចំណុចដែលសំខាន់មួយយើងតែងតែនិយាយថាកម្ពុជាយើងជាប្រទេសដែលស្រឡាញ់សន្តិភាពដែលយើងចង់បានសន្តិភាពក៏ប៉ុន្តែគ្រាន់តែចង់បានសន្តិភាពមួយមុខអត់គ្រប់គ្រាន់ទេយើងត្រូវតែពង្រឹងកម្លាំងជាតិដើម្បីគ្រប់គ្រងដើម្បីការពារដើម្បីថែរក្សាសន្តិភាពរបស់យើងកម្លាំងជាតិរបស់យើងរាប់ទាំងកម្លាំងខាងយោធាខាងសេដ្ឋកិច្ចខាងការទូតខាងច្បាប់សាមគ្គីឯកភាពជាតិក៏ដូចជាការទូតព័ត៌មានដែលយើងអាចប្រឆាំងរាល់នៅព័ត៌មានពីភាគីអមិត្តនានាអញ្ចឹងគឺថាយើងមិនគ្រាន់តែចង់បានសន្តិភាពហើយយើងនាំគ្នានិយាយពាក្យសន្តិភាពដែលយើងអត់បានរៀបចំកម្លាំងដើម្បីគ្រប់គ្រងដើម្បីការពារសន្តិភាពរបស់យើងបានទេអាហ្នឹងគឺជាមេរៀនទី1ដែលយើងទាំងអស់គ្នាជាប្រជាជាតិខ្មែរដែលរងការឈឺចាប់ពីការឈ្លានពានរបស់ប្រទេសថៃនេះយើងត្រូវចងចាំមេរៀនទី2គឺយើងត្រូវធ្វើសកម្មភាពដំណើរគ្នាទន្ទឹមនឹងការពង្រឹងធ្វើទំនើបកម្មវិស័យការពារជាតិដែលជាកម្លាំងកំញើញឬក៏ជាខែលសំខាន់ដោយផ្ទាល់នៅក្នុង
ការការពារនៅអធិបតេយ្យនិងបូរណភាពទឹកដីរបស់យើងក៏ត្រូវធ្វើសកម្មភាពដំណើរគ្នានៅលើការងារការទូតសង្វៀនការទូតនិងនៃសង្វៀនឬក៏សមរភូមិច្បាប់អន្តរជាតិមេរៀនទី3តាមរយៈសង្គ្រាមនេះយើងបានឃើញយ៉ាងប្រឆាក់ថាសាមគ្គីឯកភាពជាតិគឺជាអាវុធគឺជាខែលការពារដ៏សំខាន់បំផុតសម្រាប់ជាតិយើងហើយនៅពេលដែលគេឈ្លានពានយើងឃើញថាទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើងស្រឡាញ់សាមគ្គីឯកភាពគ្នារវាងសមរភូមិមុខនិងសមរភូមិក្រោយរវាងប្រជាពលរដ្ឋនិងរាជរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរវាងប្រជាពលរដ្ឋនិងវីរៈកងទ័ពរបស់យើងឃើញសកម្មភាពយ៉ាងសស្រាក់សស្រាំរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើងដែលបានរួមកម្លាំងគ្នាជាថវិកាស្មារតីសម្ភារៈពេលវេលាក្នុងការរួមចំណែកឧបត្ថម្ភគ្រប់គ្រងវីរៈកងទ័ពផងនិងឧបត្ថម្ភគ្រប់គ្រងទៅដល់បងប្អូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយផ្ទាល់នៅតំបន់សង្គ្រាមដែលទាំងអស់នេះគឺសបញ្ជាក់ឲ្យឃើញថាកម្លាំងស្នេហាជាតិកម្លាំងសាមគ្គីនិងឯកភាពជាតិរបស់យើងមានទំហំធំធេងណាស់ដែលខ្ញុំអាចនិយាយដោយមោទនភាពថាក្នុងប្រវត្តិសាស្ត្រយើងជាង500ឆ្នាំនេះគឺយើងមិនដែលឃើញខ្មែរយើងឯកភាពគ្នាខាងទស្សនៈពាក់ព័ន្ធជាមួយនឹងការការពារអធិបតេយ្យនិងបូរណភាពទឹកដីបែបនេះទេបាទចំណុចទី4មេរៀនទី4គឺយើងត្រូវចាំថាយើងអត់អាចពឹងផ្អែកការធានាពីបរទេសណាឬក៏មិត្តភ័ក្តិណាបានទេនៅពេលដែលយើងស្ថិតនៅក្នុងស្ថានភាពសង្គ្រាមឈ្លានពានសម្ដេចតេជោក៏លោកធ្លាប់មានប្រសាសន៍ដែរថាយើងអត់មានសត្រូវរួមទៀតទេគឺយើងត្រូវតែពឹងពាក់លើសមត្ថភាពខ្លួនឯងដូច្នេះការពង្រឹងសមត្ថភាពខ្លួនឯងគឺជារឿងមួយដែលសំខាន់ហើយជាមេរៀនដែលយើងត្រូវចងចាំនិងបន្តអនុវត្តបន្តទៀតហើយមេរៀនទី5គឺពាក់ព័ន្ធជាមួយនឹងរឿងការប្រយុទ្ធប្រឆាំងទៅនឹងព័ត៌មានឬក៏យើងនិយាយថាសមរភូមិព័ត៌មាននិងសមរភូមិការទូតសាធារណៈសមរភូមិព័ត៌មាននិងសមរភូមិការទូតសាធារណៈនេះគឺសំខាន់មិនចាញ់សមរភូមិសេដ្ឋកិច្ចសមរភូមិប្រដាប់អាវុធនិងសមរភូមិផ្សេងទៀតទេដោយសារក្នុងសង្គ្រាមឈ្លានពាននេះគេមិនបានប្រើប្រាស់ត្រឹមតែសង្គ្រាមប្រដាប់អាវុធប្រឆាំងយើងទេគឺគេប្រើប្រាស់ទាំងសង្គ្រាមចិត្តសាស្ត្រទាំងសង្គ្រាមព័ត៌មានហើយគេព្យាយាមធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋយើងមានការបែកបាក់សាមគ្គីគ្នានិងមានការយល់ច្រឡំចំពោះរាជរដ្ឋាភិបាលគេចង់ធ្វើឲ្យប្រជាពលរដ្ឋខ្មែរយល់ថារាជរដ្ឋាភិបាលរបស់ខ្លួនទន់ខ្សោយចំពោះមុខសត្រូវឈ្លានពាននោះគឺជាសក្តីប្រាថ្នាចង់បានរបស់គេព្រោះនៅពេលដែលយើងបែកញែកគ្នាយើងបែកបាក់គ្នាគឺកម្លាំងយើងចុះខ្សោយហើយនឹងមួយអន្លើជាទស្សនវិជ្ជាផ្ទៃក្នុងហើយទស្សនវិជ្ជាផ្ទៃក្នុងមួយទៀតក្នុងសង្គ្រាមព័ត៌មាននិងសង្គ្រាមចិត្តសាស្ត្រនេះគឺគេធ្វើឲ្យប្រជាពលរដ្ឋយើងតក់ស្លុតភ័យខ្លាចគេបង្កើតព័ត៌មានផ្សេងហើយនៅក្នុងមជ្ឈដ្ឋាននៃបណ្ដាញសង្គមដែលមានសពថ្ងៃហ្នឹងខ្ញុំបងប្អូនប្រជាពលរដ្ឋខ្មែរយើងចង់ចាំថាគេមានបន្លំ account ឬគណនី Facebook ឬក៏ TikTok ឬក៏គណនីលើបណ្ដាញសង្គមផ្សេងទៀតក្នុងចេតនាធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងយល់ច្រឡំតក់ស្លុតភ័យខ្លាចឬក៏មានអារម្មណ៍ថាអស់សង្ឃឹមបាត់នៃមោទនភាពឬក៏លែងមានសតិធិនិយមចំពោះខ្លួនឯងចំពោះក្រុមគ្រួសារចំពោះសង្គមជាតិជាពិសេសគឺចំពោះរាជរដ្ឋាភិបាលតែម្ដងគេប្រាថ្នាចង់ឲ្យប្រជាពលរដ្ឋអស់ជំនឿលើរដ្ឋាភិបាលអស់ជំនឿលើគណៈបកកណ្ដាលអំណាចទៅហើយចុងក្រោយដែលគេចង់បានគឺឃើញការដួលរលំនៃរាជរដ្ឋាភិបាលហ្នឹងគឺសំខាន់ហ្នឹងជាទស្សនវិជ្ជាផ្ទៃក្នុងរីឯទស្សនវិជ្ជាខាងក្រៅគឺគេបំភ្លៃយើងគេមូលបង្កាច់យើងគេលាបពណ៌យើងតាមរយៈប្រព័ន្ធផ្សព្វផ្សាយទៅបរទេសតែធ្វើឲ្យមិត្តភ័ក្តិបរទេសមួយចំនួនគេអត់ដឹងគេអត់ស្គាល់ខ្មែរយើងច្បាស់គឺអាចមានការយល់ច្រឡំគឺកំពុងតែដើរតួនាទីគេហៅថាធ្វើដើរតួជាជនរងគ្រោះគឺលបែងសម្ដែងធ្វើជាជនរងគ្រោះអញ្ចឹងគេយកបញ្ហាច្រើនឧទាហរណ៍បញ្ហារឿងជាប់មីនបញ្ហារឿង online scam បញ្ហាផ្សេងទៀតដែលគេព្យាយាមលាបពណ៌យើងសូម្បីតែរឿងថ្មីប្រហែលពីម្សិលមិញម្សិលមួយថ្ងៃនេះលោកស៊ីហស័កភួងកើតកែវដែលជារដ្ឋមន្ត្រីការបរទេសថៃនឹងបានលើកឡើងថាខ្មែរយើងជាអ្នកបាត់ទ្វារចរចាទ្វេភាគីទាំងដែលប្រទេសថៃខ្លួនឯងលើកចោលជាឯកតោភាគីនៅ MOU ឆ្នាំ2001ដែលជារឿងបញ្ហាព្រំដែនទឹក
ហើយវាអត់មានការចាប់ពាក់ព័ន្ធគ្នាតទៅសោះរឿងបញ្ហាព្រំដែនគោកដែលយើងមានយន្តការនិងមានក្របខ័ណ្ឌច្បាប់លក្ខតូបករណ៍អន្តរជាតិដាច់ដោយឡែកពីគ្នាពីព្រោះយន្តការ JVC ជាយន្តការដែលពាក់ព័ន្ធដែលមានយុត្តាធិការដែលមានសមត្ថកិច្ចទៅលើការងារព្រំដែនគោកក៏ប៉ុន្តែរដ្ឋមន្ត្រីការបរទេសមួយនេះគឺបានបំភ្លៃបានបំផ្លើសបានមូលបង្កាច់យើងថាយើងជាអ្នករុះស្ពានទ្វេភាគីចោលទៅវិញតាមពិតស្ពាននោះគឺគាត់អ្នកដុតចោលហើយគាត់បន្ទោសយើងថាមិនក៏មិនឆ្លងស្ពានទ្វេភាគីនេះចំណុចទាំងអស់ហ្នឹងខ្ញុំគិតថាគឺជាមេរៀនមួយដែលយើងត្រូវចាំថាយើងត្រូវពង្រឹងវិស័យព័ត៌មានការទូតព័ត៌មាននិងការទូតសាធារណៈហ្នឹងមិនត្រឹមតែសម្រាប់ពង្រឹងស្មារតីផ្ទៃក្នុងរបស់ជាតិយើងទេក៏ត្រូវពង្រឹងស្មារតីសហគមន៍អន្តរជាតិសាធារណមតិអន្តរជាតិឲ្យគេបានដឹងអំពីល្បិចកិច្ចគោលដ៏ខ្មៅកខ្វក់របស់ប្រទេសថៃដែរហើយចុងក្រោយបំផុតមេរៀនចុងក្រោយបំផុតដែលខ្ញុំសូមឲ្យបងប្អូនយើងចងចាំគឺថាមានតែយើងរឹងមាំទេមានតែយើងខ្លាំងទេទៅអ្នកដតីគេគោរពយើងនិងគេបន្តគ្រប់គ្រងយើងបន្តជ្រោមជ្រែងបបផែតរបស់យើងក្នុងការការពារនៅអធិបតេយ្យឯករាជ្យនិងបូរណភាពទឹកដីរបស់យើងបាទ បាទសូមអរគុណលោកបណ្ឌិតចំពោះការបង្ហាញជូននៅមេរៀនសំខាន់ដែលលោកបណ្ឌិតបានលើកឡើងមិញនេះចេញពីសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជាដែលយើងត្រូវចងចាំនិងរៀនសូត្រទាំងអស់គ្នាខ្ញុំបាទសូមបន្តសំណួរជាបន្តមកកាន់ឯកឧត្តមប៉ែនបូណាឃើញថាការពីសំណួរមុនឯកឧត្តមបានរំលេចច្រើនពាក់ព័ន្ធទៅនឹងមូលហេតុដែលរាជរដ្ឋាភិបាលកម្ពុជាជ្រើសរើសវិធីសាស្ត្រដោះស្រាយតាមរយៈយន្តការច្បាប់អន្តរជាតិការទូតដែលជាជំរើសដោះស្រាយដោយសន្តិវិធីហើយសម្បីតែលោកបណ្ឌិតយងពៅក៏បានបង្ហាញថាជារឿងដែលត្រឹមត្រូវនៅក្នុងការជ្រើសរើសរបស់រាជរដ្ឋាភិបាលកម្ពុជាដែរក៏ប៉ុន្តែក៏មានមតិមួយចំនួនក៏បានលើកឡើងថាវិធីសាស្ត្រដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីរបស់រាជរដ្ឋាភិបាលហាក់ដូចជាមិនសូវមានប្រសិទ្ធភាពនិងថាកម្ពុជាបាត់ដីទៅខាងភាគីថៃគណៈពេលដែលថៃចូលមកកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់អញ្ចឹងចំពោះមតិនេះអាយដាមយូរចង្រៃដែរចំពោះការលើកឡើងបែបនេះបាទអរគុណចំពោះសំណួរនេះហើយខ្ញុំក៏ធ្លាប់បានឮដោយលោកចំណានបានលើកអញ្ចឹងខ្មែរមួយចំនួនគាត់និយាយថាកម្ពុជាយើងបាត់ដីត្រង់នេះខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិយើងជ្រាបថាបច្ចុប្បន្នកងកម្លាំងថៃពិតជាបាននឹងកំពុងកាន់កាប់ទឹកដីកម្ពុជាយើងមួយចំនួននៅតាមបណ្ដោយព្រំដែនបាទពិតប្រាកដមែនជាការកាន់កាប់ដោយខុសច្បាប់ដោយការប្រើប្រាស់កម្លាំងហើយនឹងដោយការបំពានបទឈប់បាញ់ក្រោយពីយើងអនុវត្តដាក់ទូកុងតឺន័រដាក់បន្លាលុះរុលអីហួហែនេះគឺជាការពិតដែលរាជរដ្ឋាភិបាលទទួលស្គាល់ហើយបានប្រកាសប្រាប់បងប្អូនប្រជាពលរដ្ឋប្រាប់សហគមន៍អន្តរជាតិយ៉ាងទូលំទូលាយបាទអំពីបញ្ហានេះអត់មានអីលាក់លៀមទេបាទប៉ុន្តែខ្ញុំសូមបញ្ជាក់ថាសម្រាប់រាជរដ្ឋាភិបាលនិងក៏ដូចជាសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើនដែលស្រឡាញ់ជាតិស្រឡាញ់ទឹកដីយើងអត់បានចាត់ទុកថាយើងបាត់ដីទេដីនេះគឺជាដីរបស់កម្ពុជាដែលថៃកាន់កាប់ខុសច្បាប់បណ្ដោះអាសន្ននេះដែលយើងកំពុងតែទាមទារទឹកដីរបស់យើងមកវិញការនិយាយថាបាត់ដីហាក់ដូចជាមានន័យថាយើងយល់ព្រមបកគលដីនោះទៅឲ្យទៅគេបានបាត់បាទអញ្ចឹងសូមបងប្អូនយើងពិចារណាចំណុចនេះឲ្យមែនទែនបាទកាលណាយើងថាបាត់ដីបានន័យថាយល់ព្រមឲ្យគេហើយដីនោះនេះជាអ្វីដែលថៃចង់បានហើយយើងអត់ទេរាជរដ្ឋាភិបាលអត់ទេដីយើងនៅត្រឹមបន្ទាត់ព្រំដែនអន្តរជាតិដែលច្បាប់បានកំណត់ត្រឹមណាដីរបស់យើងត្រឹមនឹងការកាន់កាប់ខុសច្បាប់យើងទាមទារមកវិញចុះសួរថាបើថៃអត់ឲ្យតែយើងទាមទារមិននេះជាសំណួរអញ្ចឹងខ្ញុំសូមគូសបញ្ជាក់ប្រាប់បងប្អូនយើងចេះពិភពលោកគឺរស់នៅក្នុងសន្តាប់ធ្នាប់មួយគេហៅថាសន្តាប់ធ្នាប់ពិភពលោកបាទយើងរស់នៅក្រោមច្បាប់អន្តរជាតិយើងមានយន្តការអន្តរជាតិជាច្រើនអង្គការសហប្រជាជាតិក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតុលាការអន្តរជាតិអីហោហែយើងមានសន្តាប់ធ្នាប់នឹងយន្តការថ្នាក់តំបន់ឧទាហរណ៍យើងសប្តាហ៍ថ្ងៃយើងជាសមាជិករបស់
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាន បាទ ខ្ញុំសូមលើកឧទាហរណ៍អាស៊ានមកបញ្ជាក់ប្រាប់បងប្អូនយើងអាស៊ានបង្កើតឡើងដើម្បីប្រមូលកម្លាំងគ្នាថ្នាក់តំបន់បណ្ដាប្រទេសទាំងអស់ត្រូវរួមកម្លាំងសាមគ្គីគ្នាជាធ្លុងមួយហើយយើងក៏មានគេហៅថាសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍ហៅកាត់ថា TAC ណា Treaty of Amity and Cooperation ខ្ញុំសូមលើកគោលគ្រឹះ6មកបង្ហាញជូនបងប្អូនយើងទី1ការគោរពគ្នាទៅវិញទៅមកគោរពឯករាជ្យភាពអធិបតេយ្យភាពបូរណភាពទឹកដីនេះជាគោលគ្រឹះសំខាន់ទី1បំផុតនៅក្នុងកិច្ចសហប្រតិបត្តិការទី2ទទួលស្គាល់សិទ្ធិរបស់រដ្ឋនីមួយៗទី3មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងទី4ការដោះស្រាយវិវាទដោយសន្តិវិធីទី5មិនគំរាមកំហែងមិនប្រើកម្លាំងទី6ជំរុញកិច្ចសហប្រតិបត្តិការណាប្រកបដោយប្រសិទ្ធភាពរវាងរដ្ឋនិងរដ្ឋដើម្បីផលប្រយោជន៍ទៅវិញទៅមកបងប្អូនពិនិត្យមើលគោលគ្រឹះទាំង6នេះថៃរំលោភបំពានអីខ្លះ បាទ តើអាស៊ានសុខចិត្តទេថាឲ្យសមាជិកមួយដែលរំលោភបំពានទៅលើសមាជិកមួយយ៉ាងដូចនេះសំបីតែបញ្ញវន្តអ្នកចេះដឹងថៃមួយចំនួនក៏បានចេញមកនិយាយហើយពមៀនរដ្ឋាភិបាលថៃនិងយោធាថៃថាមិនអាចប្រើកម្លាំងធ្វើសង្គ្រាមកាន់កាប់ទឹកដីប្រទេសជិតខាងណាបានទេបើនៅបន្តធ្វើថៃនឹងបាត់បង់គេឈ្មោះអាប់អោនកិត្តិយសហើយនឹងចាញ់ក្តីនៅឯតុលាការឬក៏នៅច្បាប់អន្តរជាតិពិភពលោកគេនឹងមិនបង្ងើយកន្តើយទេណានេះគឺជារឿងពិតហើយតាមរយៈការទូតសកម្មរបស់រាជរដ្ឋាភិបាលដើម្បីការពារអធិបតេយ្យភាពបូរណភាពទឹកដីនិងប្រជាជនដែលចាត់ទុកជាអត្ថប្រយោជន៍ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលធ្វើឲ្យពិភពលោកបានយល់ច្បាស់អំពីភាពរងគ្រោះរបស់កម្ពុជាការបំពានឈ្លានពានរបស់ថៃខ្ញុំឧទាហរណ៍ដូចជាសភានៃបណ្ដាប្រទេសនិយាយភាសាបារាំង APF កាលពីថ្ងៃ11ខែកក្កដានេះគេចេញសេចក្តីសម្រេចណាគាំទ្រអធិបតេយ្យភាពបូរណភាពទឹកដីកម្ពុជា បាទ ទាមទារឲ្យថៃគោរពហើយការធ្វើសកម្មភាពអីផ្សេងដែលជាការរំលោភបំពានមកលើប្រជាជនកម្ពុជាមកលើប្រទេសកម្ពុជានេះសបញ្ជាក់ថាសហគមន៍អន្តរជាតិគេអត់នៅស្ងៀមទេគេមិនបណ្ដោយឲ្យប្រទេសមួយទៅឈ្លានពានអីប្រទេសមួយទៀតតាមអំពើចិត្តអញ្ចឹងទេអញ្ចឹងខ្ញុំសរុបមកវិញចង់ជម្រាបជូនថាអ្វីដែលរាជរដ្ឋាភិបាលបានកំពុងធ្វើដើម្បីទាមទារទឹកដីយើងមកវិញនេះ បាទ ជារឿងមួយត្រឹមត្រូវហើយយើងមានសង្ឃឹមត្រូវតែមានសង្ឃឹមថាដីយើងនៅកន្លែងណាយើងនឹងទាមទារមកវិញឲ្យទាល់តែបានគឺមិនអាចប្រទេសណាមួយមកឈ្លានពានទឹកដីពង្រីកទឹកដីអីបានទេនៅក្នុងយុគសម័យនេះបាទសូមអរគុណ បាទសូមអរគុណអាយដាមប៉ែបណ្ណាចំពោះការស្រាយចម្ងល់របស់បងប្អូនប្រជាពលរដ្ឋជាពិសេសមតិមួយចំនួនតូចដែលបានលើកឡើងនៅចំណុចអំបញ្ញមិញនេះភ្ជាប់សំណួរដដែលខ្ញុំបាទសូមសាកសួរទៅកាន់លោកបណ្ឌិតយងពៅដែលលោកជាអ្នកស្រាវជ្រាវវិញម្ដងដែលយើងឃើញថាមតិដែលគាត់លើកឡើងថាវិធីសាស្ត្រដោះស្រាយដោយសន្តិវិធីប្រើប្រាស់ច្បាប់អន្តរជាតិបាទយន្តការការទូតហាក់ដូចជាមិនសូវមានប្រសិទ្ធភាពបើតាមការសិក្សាស្រាវជ្រាវរបស់លោកបណ្ឌិតចំពោះស្ថានភាពពិភពលោកបច្ចុប្បន្នតើច្បាប់អន្តរជាតិនិងការទូតមានប្រសិទ្ធភាពកម្រិតណាក្នុងការទប់ស្កាត់ពីការឈ្លានពានពីប្រទេសធំៗក៏ដូចជាប្រទេសជិតខាងបាទ សូមអរគុណខ្ញុំក៏មិនសូវខុសពីអាយដាមប៉ែបណ្ណាបានលើកដែរទី1ឆ្លើយថាព្រោះតែយើងតូចនឹងហើយដែលយើងត្រូវតែសម្អាងទៅលើច្បាប់អន្តរជាតិជាសំខាន់គ្រឹះទាំងច្បាប់អន្តរជាតិទាំងការទូតអន្តរជាតិនិយាយបែបនេះយើងមិនមែនផាត់ចោលទៅលើការអភិវឌ្ឍសមត្ថភាពជាតិផ្សេងទៀតទេបណ្ឌិតកិនភៀក៏បានលើកដែរនៅការធ្វើណែទំនើបកម្មវិស័យការពារជាតិអីហោហែក៏ប៉ុន្តែជាដំបូងគឺយើងត្រូវតែប្រើច្បាប់អន្តរជាតិនិងកិច្ចការការទូតដែលយើងដែលកំពុងតែធ្វើហ្នឹងបាទ
យើងប្រើឲ្យវាមានប្រសិទ្ធភាពហើយដល់ប៉ែបណ្ណាបានលើកឲ្យខ្ញុំយល់ស្របថាយើងរស់នៅក្នុងសណ្ដាប់ធ្នាប់ពិភពលោកដែលនៅជាធរមានអត់ទាន់មានសណ្ដាប់ធ្នាប់នេះมันអាចយើងថាវាផុយស្រួយវាកំពុងតែប្រេះស្រាំអីច្រើនក៏ប៉ុន្តែសណ្ដាប់ធ្នាប់ពិភពលោកនៅតែឃុំក្រងទៅដោយអង្គការសហប្រជាជាតិមានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអីនៅក្នុងសណ្ដាប់ធ្នាប់ហ្នឹងអញ្ចឹងយើងមិនអាចគេចផុតពីចំណុចហ្នឹងហើយខ្ញុំបាននិយាយនៅចំណុចខាងដើមមានន័យថាយើងមានច្បាប់អន្តរជាតិគាំពីរួចទៅហើយអាហ្នឹងយើងបញ្ជាក់គ្នាច្រើនដងហើយថានិយាយដដែលជាដដែលប៉ុន្តែនិយាយដដែលហ្នឹងក៏ត្រូវតែនិយាយដែរដើម្បីឲ្យយើងបានចងចាំថាព្រំដែនកម្ពុជាថៃហ្នឹងគឺជាព្រំដែនអន្តរជាតិព្រំដែនដែលទទួលស្គាល់ដោយច្បាប់អន្តរជាតិអញ្ចឹងសួរថាតើយើងរុះរើច្បាប់អន្តរជាតិហ្នឹងយ៉ាងដូចម្ដេចវាអត់បានទេអញ្ចឹងហើយមិនថាយើងប្រទេសតូចឬប្រទេសធំគឺយើងមានច្បាប់គាំពីហើយយើងត្រូវតែប្រើច្បាប់ប៉ុន្តែមិនមែនមានច្បាប់ហើយដេកហួចឲ្យច្បាប់ការពារយើងទេអត់បានទេយើងត្រូវតែធ្វើការងារយ៉ាងសកម្មទាំងទស្សនវិជ្ជាច្បាប់ទស្សនវិជ្ជាការទូតនិងទស្សនវិជ្ជាព័ត៌មានអន្តរជាតិដោយដែលរដ្ឋាភិបាលបានធ្វើហ្នឹងយ៉ាងសកម្មហ្នឹងត្រូវសកម្មបន្តទៀតដើម្បីឲ្យគេយល់មិនមែនថាយើងមានច្បាប់អន្តរជាតិហើយដេកកងថ្ងាសច្បាប់នឹងការពារបានទេអត់ទេគឺមិនបានទេយើងត្រូវតែប្រឹងប្រែងបាទយើងត្រូវតែប្រឹងប្រែងអាហ្នឹងយើងទទួលស្គាល់ទាំងអស់គ្នាចំណុចទី2អង្គការសហប្រជាជាតិជាពិសេសក្រុមប្រឹក្សាសន្តិសុខអង្គការសហជាតិដែលយើងហៅថា UNSC ហ្នឹងនៅតែជាតួនាទីសំខាន់នៅក្នុងសណ្ដាប់ធ្នាប់ពិភពលោកបើទោះជាសណ្ដាប់ធ្នាប់ហ្នឹងចុះខ្សោយមិនក៏ដោយខ្ញុំតែបាននិយាយថាវាលែងតែមានសង្គ្រាមលោកលើកទី3ទើបច្បាប់ស្ដីពីព្រំដែនមិនកែប្រែហ្នឹងអុយទីប៉ូស៊ីទីសហ្នឹងលែងយកជាការប៉ុន្តែបើសណ្ដាប់ធ្នាប់ពិភពលោកនៅតែឃុំក្រងដោយអង្គការសហប្រជាជាតិបច្ចុប្បន្នទេច្បាប់ស្ដីពីគោលការណ៍មិនព្រំដែនមិនកែប្រែនៅតែប្រើបាទបើនៅតែប្រើព្រំដែនអន្តរជាតិរវាងកម្ពុជាថៃនៅតែជាធរមានមិនអាចរុះរើបានបាទហើយអញ្ចឹងមានចៅសួរតែឥឡូវកំពុងតែកាន់កាប់ដីខុសច្បាប់របស់កម្ពុជាថៃកំពុងកាន់កាប់ខុសច្បាប់ទឹកដីកម្ពុជាចុះយើងមានពាក្យថាខុសច្បាប់អីទៅព្រោះត្រូវច្បាប់មិនអាចទេអញ្ចឹងកាន់កាប់ខុសច្បាប់កម្ពុជាត្រូវតែយកមកវិញតាមទស្សនវិជ្ជាច្បាប់ហើយដូចខ្ញុំបាននិយាយខាងដើមខ្ញុំបញ្ជាក់ដល់ដែរថាមិនមែនកងថ្នាក់សំទុះដេកកងថ្នាក់សំអាងតរើច្បាប់មកមុខទេត្រូវធ្វើកិច្ចការច្រើនទៀតហើយខ្ញុំនឹងឯកដើមប៉ែវណ្ណាក៏បាននិយាយនៅទីតាំងផ្សេងដែរថាយើងធ្វើច្រើនបន្ថែមទៀតហើយត្រូវការអត់ធ្មត់ត្រូវការពេលវេលាប៉ុន្តែវាប្រសើរជាងយើងតតាំងដោយគ្មានគ្រឹះអ្វីគឺយើងតតាំងដោយមានគ្រឹះច្បាប់និងគ្រឹះការទូតរួមនឹងព័ត៌មានអន្តរជាតិដែលជាអ្វីដែលយើងកំពុងធ្វើនិងត្រូវធ្វើបន្តទៀតរីឯកិច្ចការផ្សេងទៀតការអភិវឌ្ឍសមត្ថភាពជាតិការអភិវឌ្ឍវិស័យយោធាស្អីអាហ្នឹងគឺជារឿងដែលរដ្ឋាភិបាលត្រូវធ្វើបន្ថែមទៀតហើយធ្វើឲ្យបាទខ្ញុំអាហ្នឹងយើងមិនបាច់បកស្រាយទេចំណុចទី3កម្ពុជានិងថៃយើងនិយាយដដែលបំភ្លឺដដែលថានៅតែជាសមាជិកអង្គការសហប្រជាជាតិទេដូចគ្នាដូច្នេះគ្មានអ្នកណាអាចកិច្ចវេះពីច្បាប់អន្តរជាតិហ្នឹងឯងបាទរួមនឹងគោលការណ៍ទាំងឡាយរបស់អង្គការសហជាតិព្រោះវាចងជាកាតព្វកិច្ចនៅក្នុងពាណិជ្ជកម្មអន្តរជាតិកាតព្វកិច្ចនៅក្នុងអានក្លូសអីជាដើមអញ្ចឹងប្រសិនបើថៃថាទេអាសន្ធិសញ្ញាអន្តរជាតិនេះអត់គោរពទេចុះថៃដើរចេញពីអង្គការសហប្រជាជាតិឬយ៉ាងដូចម្ដេចបើនៅក្នុងហ្នឹងត្រូវតែគោរពនៅគោលការណ៍អង្គការសហជាតិត្រូវតែគោរពនៅធម្មនុញ្ញអង្គការសហជាតិរួមទាំងសន្ធិសញ្ញាទាំងឡាយណាដែលបានចុះបញ្ជីស្ថិតក្នុងសណ្ដាប់ធ្នាប់នៃអង្គការសហជាតិហ្នឹងมันអាចថាគោរពនេះមិនគោរពនេះថៃតែងនិយាយយ៉ាងក៏ក្លឿនថាប្រសិនបើការចរចាទ្វេភាគីណាមួយដែលប៉ះប្រយោជន៍ថៃមិនធ្វើអញ្ចឹងគិតតែចំណេញថៃអញ្ចឹងតើកម្ពុជាព្រមខាតអញ្
ចឹងมันអាចលេងអាចំណុចហ្នឹងឯងមានណាគេធ្វើអញ្ចឹងឯងគឺត្រូវការអនុវត្តច្បាប់អន្តរជាតិឲ្យមានសមត្ថភាពហើយដែលអន្តរជាតិក៏គេត្រូវតែសហគមន៍អន្តរជាតិក៏គេចង់បានអញ្ចឹងដែរគេមិនអាចឲ្យថៃគោរពនេះមិនគោរពនេះបានទេកម្ពុជាដូចគ្នាដែរហើយកម្ពុជាយើងជាប្រទេសដែលតែងតែយកច្បាប់អន្តរជាតិជាគ្រឹះនឹងហើយតែថៃទេដែលកលិចម្ដងគោរពម្ដងមិនគោរពឧទាហរណ៍ថាបណ្ឌិតកិនភៀក៏បានលើកដែរតែខ្ញុំគ្រាន់តែចង់បញ្ជាក់ឡើងវិញសិស្សៈពងកេតកែវបាននិយាយថាយើងថ្មីហ្នឹងសិស្សៈពងកេតកែវបាននិយាយថាយើងបិទទ្វារចរចាអីជាដើមដែលធ្វើឲ្យមានការលំបាកនៅក្នុងការចរចានៅព្រំដែនគោកជាការពិតដិតកិនភៀបានលើកហ្នឹងគឺត្រឹមត្រូវហើយគឺថៃបិទទ្វារខ្លួនឯងកលិចខ្លួនឯងឧទាហរណ៍ថាព្រំដែនទឹកតើកម្ពុជាមានទំនុកចិត្តអីនឹងទៅចរចាជាមួយថៃបើថៃចង់លុបពេលណាក៏បានចឹងត្រូវតែរកយន្តការអន្តរជាតិដែលមានទំនុកចិត្តរីឯព្រំដែនគោកស្ថិតក្នុងយន្តការអន្តរជាតិរួចស្រេចទៅហើយដូច្នេះត្បិតតែទ្វេភាគីប៉ុន្តែទ្វេភាគីនៅក្នុងយន្តការអន្តរជាតិកន្លែងហ្នឹងខ្ញុំនិយាយជាច្រើនដងដើម្បីសាធារណជនបានជ្រាបថាចុះអាដែងទឹកមិនក៏មិនទ្វេភាគីកើតហេតុអីគោកទ្វេភាគីកើតព្រោះគោកទ្វេភាគីពីព្រោះស្ថិតក្នុងយន្តការអន្តរជាតិដែលមានចែងនៅក្នុងអនុសារណៈយោគយល់គ្នាឆ្នាំ2000បាទហ្នឹងយើងនៅជាធរមានហើយធ្វើកិច្ចការហ្នឹងនៅក្នុងយន្តការអន្តរជាតិដែលមានស្រាប់បាទអញ្ចឹងខ្ញុំជម្រាបជូនប៉ុណ្ណឹងបាទសូមអរគុណលោកបណ្ឌិតចំពោះការបង្ហាញទស្សនៈបាទអញ្ចឹងគឺមានន័យថាបាទច្បាប់អន្តរជាតិនិងការធ្វើការទូតគឺមានប្រសិទ្ធភាពប៉ុន្តែត្រូវការពេលវេលាបន្តិចអញ្ចឹងសូមបងប្អូនប្រជាពលរដ្ឋកម្ពុជាអត់ធ្មត់និងជឿជាក់មកលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីនេះអរគុណខ្ញុំបាទសូមកលែកសំណួរទៅកាន់លោកបណ្ឌិតបាគីស្រីវត្តវិញម្ដងខ្ញុំគិតថាបងប្អូនប្រជាពលរដ្ឋកម្ពុជាក៏ចាំដូចខ្ញុំបាទដែររយៈពេល1ឆ្នាំដែលភាគីថៃបានធ្វើការឈ្លានពានមកលើទឹកដីកម្ពុជាគឺអំឡុងពេលនោះមានបាទមេដឹកនាំថៃធ្វើការបោះសម្ដីថាឲ្យមានការបិទព្រំដែនជាមួយនឹងកម្ពុជាគឺធ្វើឲ្យអាចថាខ្មែរថប់ដង្ហើមឬក៏ស្លាប់អីជាដើមអញ្ចឹងសំណួរនេះខ្ញុំបាទចង់សួរទៅកាន់លោកបណ្ឌិតគីសេរីវត្តថាតើភាពអំនួតរបស់ថៃក្នុងការបិទព្រំដែនជាឯកតោភាគីធ្វើឲ្យសេដ្ឋកិច្ចខ្មែរដួលដែរទេឬក៏យ៉ាងណាដែរបាទចំពោះបញ្ហានេះខ្ញុំជឿថាបងប្អូនប្រជាពលរដ្ឋខ្មែរយើងលោកបានជ្រាបហើយថារយៈពេល1ឆ្នាំកន្លងមកនេះតើសេដ្ឋកិច្ចយើងដួលឬក៏អត់ទេអញ្ចឹងថ្មីនេះខាងធនាគារពិភពលោកក៏ដូចជាធនាគារអភិវឌ្ឍអាស៊ីដែលយើងហៅថា ADB ក៏បានធ្វើការព្យាករណ៍អំពីសេដ្ឋកិច្ចកម្ពុជាដែលមានតំហើយនៃកំណើនបាទតំហើយនៃកំណើនមានន័យថាពីមុនយើងធ្វើការប៉ាន់ស្មានថា2026នេះយើងនឹងមានកំណើនរហូតដល់ទៅ5% ជាងតែឥឡូវនេះថាកំណើនប្រហែល 4% ដោយសារការប្រែប្រួលនៃថ្លៃប្រេងនិងភាពមិនប្រកបច្បាស់នៃសេដ្ឋកិច្ចសកលអញ្ចឹងយើងឃើញរយៈពេល1ឆ្នាំកន្លងមកសេដ្ឋកិច្ចកម្ពុជានៅមានកំណើនចឹងបើធៀបជាមួយឆ្នាំ2025 2026នៅមានកំណើនបាទកំណើននេះយើងឃើញថាកើតចេញមកពីអីបាទកំណើននេះគឺកើតចេញមកពីទឹកចិត្តដ៏មហាសាលរបស់ប្រជាពលរដ្ឋកម្ពុជាដែលរួមគ្នាជាធ្លុងមួយនៅក្នុងការធ្វើពហិការទំនិញរបស់ថៃផងក្នុងការគ្រប់គ្រងទំនិញក្នុងស្រុកខ្លួនឯងផងបាទហើយនឹងនៅក្នុងការជួយជ្រោមជ្រែងនិងងាកមករកការប្រកបមុខរបរដោយខ្លួនឯងមិនពឹងទៅលើសេដ្ឋកិច្ចជាមួយនឹងប្រទេសថៃដូចលើកមុនបាទនេះគឺជាអ្វីដែលយើងឃើញជាគន្លឹះមួយគន្លឹះទី2គឺការប្រឹងប្រែងរបស់រដ្ឋាភិបាលនៅក្នុងការជួយដល់សេដ្ឋកិច្ចកម្ពុជាជាពិសេសគឺការតាក់ទាញនៅវិនិយោគពីក្រៅប្រទេសឲ្យមកកាន់ប្រទេសកម្ពុជាហើយក្នុងនោះយើងឃើញមានប្រទេសចិនក៏នៅតែដើរតួនាទីសំខាន់នៅក្នុងការនាំអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជាហើយនេះគឺជាអ្វីដែលរាជរដ្ឋាភិបាលបានខិតខំបានលើកទឹកចិត្តបានកែតម្រង់បរិយាកាសវិនិយោគបានសម្រួលបរិយាកាសវិនិយោគដើម្បីរក្សានៅការវិនិយោគនេះឲ្យមានកំណើនប្រសើរធៀបជាងឆ្នាំមុនហើយយើងឃើញថាការបិទព្រំដែននេះកន្លងមកនេះអ្នកដែលផលប៉ះពាល់គឺសេដ្ឋកិច្ចរបស់ថៃទេ
ថៃកម្ពុជាយើងមានកំណើន 4% បើយើងទាញសេណារីយ៉ូដែលអន់បំផុតតាមការព្យាករណ៍របស់ World Bank និង ADB ក៏ប៉ុន្តែបើយើងមើលប្រទេសថៃវិញត្រូវបាន ADB ប៉ាន់ស្មានថាសេដ្ឋកិច្ចរបស់ថៃមានកំណើនតែ 1.5% 1.5ទេបាទ អញ្ចឹងកន្លែងនេះដែលយើងឃើញថាណៃបិទព្រំដែនកាន់តែយូរគឺថៃនឹងងាប់ដោយខ្លួនឯងមិនមែនកម្ពុជារងគ្រោះដោយសារតែការបិទព្រំដែននេះទេ បាទ ហើយមួយទៀតដែរយើងឃើញអំពីទឹកចិត្តដ៏មហាសាលរបស់ប្រជាពលរដ្ឋខ្មែរនេះខ្ញុំពិតជាមានសេចក្តីរំភើបជាមួយនឹងរាជរដ្ឋាភិបាលជាមួយនឹងវាគ្មិនយើងទាំងអស់គ្នានៅទីនេះដែលពលរដ្ឋយើងរួមគ្នាជាធ្លុងមួយបាទលេងប្រើប្រាស់ទំនិញនៅក្នុងស្រុករបស់ថៃដែលនាំចូលមកហើយងាកមកគ្រប់គ្រងផលិតផលក្នុងស្រុកតាមរយៈការធ្វើ survey មួយចំនួនគឺយើងបានដឹងដែរថាទំនិញនៅក្នុងស្រុកមានកំណើនស្ទុះឡើងបាទមានកំណើនស្ទុះឡើងហើយជាមួយគ្នានោះក៏មានការគ្រប់គ្រងមួយចំណែកចេញពីរដ្ឋាភិបាលទៅលើវិស័យ SME ផងដែរតែទោះជាយ៉ាងណាក៏ដោយក៏ទាមទារឲ្យយើងមានការកែសម្រួលបរិយាកាសនៃការវិនិយោគនេះកាន់ប្រសើរជាងនេះទៅទៀតបាទនេះគឺជាអ្វីដែលយើងមើលឃើញហើយក្រៅតែពីនេះទៀតគឺទីផ្សារទំនិញដែលយើងកម្ពុជាខ្លះគឺជាទីផ្សារទេមិនមែនជាការនាំចេញផលិតផលកំពេចកំប៉ុកប្រើប្រាស់នៅក្នុងស្រុកក្នុងផ្ទះដោយថៃលក់មកឲ្យខ្មែរទេអញ្ចឹងយើងអាចនាំចូលទំនិញទាំងអស់នេះគឺជំនួសពីប្រទេសវៀតណាមពីប្រទេសម៉ាឡេស៊ីពីប្រទេសសិង្ហបុរីហើយនិងពីប្រទេសចិនអញ្ចឹងបើថៃបិទព្រំដែនកាន់តែយូរគេនឹងដណ្ដើមយកទីផ្សាររបស់ថៃអស់ហើយបាទនេះគឺជាចំណុចដែលយើងមើលឃើញថាកម្ពុជាមិនមានផលប៉ះពាល់ហើយមិនខ្វះទំនិញប្រើប្រាស់នោះទេហើយក៏ជាឱកាសបង្កើតការផលិតហើយនិងបង្កើតការងារនៅក្នុងស្រុកយើងយ៉ាងច្រើនសម្បើមផងដែរបាទចឹងសូមអរគុណលោកបណ្ឌិតចំពោះការបង្ហាញទស្សនៈអញ្ចឹងការបិទព្រំដែនឯកតោភាគីរបស់ថៃនេះថាតើអ្នកណាស្លាប់សេដ្ឋកិច្ចថៃឬកម្ពុជាបងប្អូនអាចបាទស្ដាប់តាមរយៈការបកស្រាយរបស់លោកបណ្ឌិតគីសេរីវត្តបានដែលកម្ពុជាទោះបីជាមានទំហយក៏ពិតមែនក៏ប៉ុន្តែក៏មានកំណើនសេដ្ឋកិច្ចគឺខ្ពស់ជាងថៃដែលថៃកំពុងតែកាន់តែថយទៅផងដែរអរគុណសំណួរជាបន្តខ្ញុំបាទសូមសួរទៅកាន់លោកបណ្ឌិតគិនភាពីអ្វីដែលកម្ពុជាត្រូវធ្វើវិញតើថាកម្ពុជាត្រូវពង្រឹងគឺដូចជាត្រូវធ្វើបែបណាដើម្បីការពារអធិបតេយ្យបូរណភាពទឹកដីនិងផលប្រយោជន៍ជាតិឲ្យកាន់តែមានប្រសិទ្ធភាពតាមរយៈបទពិសោធន៍រយៈពេល1ឆ្នាំនេះបាទអរគុណវាគ្មិនយើងខាងដើមបានបញ្ជាក់ច្រើនហើយខ្ញុំគិតថាអ្វីដែលបានលើកឡើងខាងដើមហ្នឹងគឺជាផ្នែកមួយដែលយើងត្រូវធ្វើបន្តយើងបានធ្វើតរយៈការយើងបានឃើញថាមួយឆ្នាំនេះទាំងការងារការទូតទាំងការងារច្បាប់អន្តរជាតិទាំងការងារវិស័យការពារជាតិហើយជាពិសេសគឺភាពធន់ខាងសេដ្ឋកិច្ចដែលបណ្ឌិតគីសីវត្តទៅតែលើកឡើងបាញ់មិញនេះគឺជារឿងមួយដែលគួរឲ្យអបអរសាទរជារឿងមួយដែលអំណរដែរអញ្ចឹងខ្ញុំគិតថាអ្វីដែលយើងត្រូវធ្វើបន្តធ្វើវាជាចំណុចដែលខ្ញុំចាប់អារម្មណ៍នេះគឺទស្សនវិជ្ជាជាច្រើនយើងបានធ្វើហើយខ្ញុំគ្រាន់តែបញ្ជាក់ថាយើងបន្តធ្វើទៀតបន្តធ្វើទី1គឺយើងឃើញពីសមត្ថភាពរបស់វិស័យការពារជាតិយើងហើយទឹកចិត្តកងទ័ពរបស់យើងគឺបដូរផ្ដាច់ក្នុងការតស៊ូប្រយុទ្ធក្រាញននាលមិនរត់ចោលសមរភូមិនោះគឺជាទឹកចិត្តមួយដ៏ធំធេងដែលខ្ញុំគិតថាជាចំណុចដែលយើងត្រូវបន្តពង្រឹងទឹកចិត្តភាពអង់អាចក្លាហានរបស់វីរៈកងទ័ពរបស់យើងបន្តទៀតដែលយើងចាំបាច់ត្រូវតែបន្តធ្វើកំណែតម្រង់វិស័យការពារជាតិរបស់យើងឲ្យមានសមត្ថភាពពិតប្រាកដមានការធ្វើទំនើបកម្មអញ្ចឹងវិស័យការពារជាតិយើងខ្លាំងនោះគឺជាឆ្អឹងខ្នងដ៏សំខាន់ជាខែលដ៏សំខាន់ក្នុងការការពារអធិបតេយ្យបូរណភាពទឹកដីរបស់យើងហើយកងទ័ពរបស់យើងខ្លាំងគឺកងទ័ពដែលបងប្អូនប្រជាពលរដ្ឋលោកគោរពស្រឡាញ់ហើយសត្រូវខ្លោបខ្លាចនេះគឺជាអ្វីមួយដែលយើងប្រាថ្នាចង់ឲ្យកាន់តែប្រសើរឡើងហើយរាជរដ្ឋាភិបាលបាននឹងកំពុងធ្វើកំណែតម្រង់ច្រើនទស្សនវិជ្ជាណាស់ក្នុងវិស័យការពារជាតិនេះដើម្បីคลายទៅជាកម្លាំងមួយដ៏រឹងមាំជាសសរទ្រូងនៃការការពារជាតិរបស់យើងហ្នឹងចំណុចទី1ដែលយើងបន្តធ្វើហើយបន្តទី2គឺដោយឯកឧត្តមប៉ែនបូណាក៏ដូចជា
លោកបណ្ឌិតយងពៅបានលើកហើយយើងបន្តបរិងការងារការទូតរបស់យើងទៀតពីព្រោះប្រទេសតូចដូចកម្ពុជាយើងការទូតនិងការប្រើប្រាស់ច្បាប់អន្តរជាតិគឺជារឿងមួយសំខាន់ត្បិតតែយើងពង្រឹងវិស័យការពារជាតិក៏ប៉ុន្តែការងារការទូតនិងការប្រើប្រាស់ច្បាប់អន្តរជាតិនេះគឺរឿងមួយដែលសំខាន់ណាស់អញ្ចឹងក្នុងការងារការទូតនេះយើងត្រូវសកម្មបន្តទៀតឲ្យកាន់តែសកម្មនិងមានលក្ខណៈបរិយាសកម្មបន្ថែមទៀតគឺទាំងការទូតក្នុងទម្រង់ទ្វេភាគីរវាងប្រទេសមួយនិងប្រទេសមួយដែលយើងបាននឹងកំពុងតែធ្វើឥឡូវនេះយើងឃើញថាការកសាងទំនុកចិត្តឡើងវិញឬក៏ការកសាងទំនុកចិត្តឲ្យកាន់តែខ្លាំងបន្ថែមទៀតរវាងកម្ពុជានិងចិនកម្ពុជាសហរដ្ឋអាមេរិកនិងការធ្វើឲ្យកាន់តែប្រសើរឡើងនៅទំនាក់ទំនងជាប្រពៃណីរវាងកម្ពុជានិងរុស្ស៊ីហើយអ្វីដែលខ្ញុំចាប់អារម្មណ៍ជាពិសេសទៀតគឺរបបការទូតយើងចុងក្រោយជាមួយប្រទេសបារាំងនេះគឺជាផ្លែផ្កាអំណោយផលដែលគួរជាទីមោទនៈណាស់ដែលកម្ពុជាយើងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល Francophonie ហើយក៏នឹងមានវត្តមាននៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម Emmanuel Macron ដែលជាប្រធានាធិបតីបារាំងនេះខ្ញុំគិតថាយើងត្រូវតែឆ្លៀតយកកាលានុវត្តភាពនៃដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីបារាំងនេះដើម្បីធ្វើឲ្យទំនាក់ទំនងការទូតរបស់យើងកាន់តែស៊ីជម្រៅជាមួយនឹងប្រទេសបារាំងហើយប្រទេសបារាំងនេះគឺជាម្ចាស់អាណានិគមខ្មែរប្រទេសដែលផ្ទុកនៅឯកសារកំណត់ត្រាប្រវត្តិសាស្ត្រសន្ធិសញ្ញាអនុសញ្ញាកិច្ចព្រមព្រៀងនិងផែនទីប្រវត្តិសាស្ត្រដែលពាក់ព័ន្ធនឹងបញ្ហាខ្សែព្រំដែនរវាងកម្ពុជានិងថៃនឹងការងារការទូតនេះខ្ញុំគិតថាយើងចាំបាច់ត្រូវតែបន្តពង្រឹងហើយការងារច្បាប់អន្តរជាតិដែលយើងត្រូវពង្រឹងគឺការកសាងនៅតលហីកខាងផ្លូវច្បាប់ការប្រម៉ែប្រមូលនៅឯកសារផុសតាងផ្សេងដោយដែលរដ្ឋាភិបាលបាននឹងកំពុងធ្វើហើយយើងបានជជែកគ្នាខាងដើមបាញ់មិញពាក់ព័ន្ធនឹងរឿងការគ្រប់គ្រងឈរជើងកាន់កាប់ដោយខុសច្បាប់នៅលើទឹកដីខ្មែរពីសំណាក់យោធាថៃនេះគឺយើងតវ៉ាយើងរក្សាការតវ៉ាយើងបដិសេធដាច់អហង្ការមិនទទួលស្គាល់ខ្សែបន្ទាត់ព្រំដែនទាំងឡាយណាដែលកំណត់ដោយការប្រើប្រាស់កម្លាំងបាយឬក៏ការបង្កើតនៅអង្គហេតុថ្មីលើដីជាក់ស្ដែងដើម្បីធ្វើឲ្យអង្គខ្លាយជាបាយហើយបង្ខំឲ្យយើងទទួលស្គាល់គឺយើងអត់ទទួលស្គាល់ជាដាច់ខាតដូច្នេះរាល់ឯកសាររាល់លក្ខិតរាល់កំណត់ទូតតវ៉ារបស់យើងនោះគឺជាសក្ខីកម្មគឺជាតលហិកផ្លូវច្បាប់ដែលយើងកំពុងតែធ្វើការងារនេះយ៉ាងសកម្មក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់កំពុងធ្វើដើម្បីកសាងមូលដ្ឋានពីព្រោះបើយើងមិនតវ៉ាគឺយើងស្មើនឹងយើងនៅស្ងៀមយើងទទួលយកនៅការឈ្លានពានរបស់គេអញ្ចឹងគឺការតវ៉ានេះជាការងារការទូតផងនិងជាការកសាងនៅតលហិកនិងសក្ខីកម្មផ្លូវច្បាប់ផងហើយទី3ដែលយើងបន្តធ្វើនេះបណ្ឌិតគីសេរីវត្តបានលើកឡើងហើយគឺការបង្រឹងភាពធន់សេដ្ឋកិច្ចរបស់យើងដែលកាត់បន្ថយភាពអាស្រ័យខាងក្រៅតាមរយៈជំរុញផលិតកម្មក្នុងស្រុកការលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុកនេះជារឿងមួយដែលសំខាន់ដែលយើងត្រូវបន្តធ្វើហើយយើងសង្ឃឹមថាយើងនឹងមានផ្លាកសញ្ញានៃផលិតផលជាតិកាន់តែច្រើនតាមរយៈការធ្វើពិធីការផលិតផលចោលហើយពង្រឹងនិងលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុករបស់យើងដើម្បីឲ្យផលិតផលហ្នឹងគឺមានដង្ហើមរស់ដូច្នេះយើងត្រូវការធ្វើកិច្ចសហការទៅលើសសរស្តម្ភ3គឺវិស័យឯកជន SME ដែលត្រូវតែពង្រឹងខ្លួនហើយសសរស្តម្ភទី2សំខាន់គឺការជួយសម្របសម្រួលការជួយនៃគេហៅថាដែលបន្តជួយរកពីរាជរដ្ឋាភិបាលបាទគឺការគ្រប់គ្រងពីរាជរដ្ឋាភិបាលហើយចុងក្រោយសំខាន់គឺបងប្អូនវិជាប្រដ្ឋហ្នឹងហើយដូចមុំជាក្រានអញ្ចឹងនៅពេលដែល SME មានផលិតផលរាជរដ្ឋាភិបាលគ្រប់គ្រងគឺបងប្អូនវិជាប្រដ្ឋលោកប្រើប្រាស់គឺថាធ្វើឲ្យឆ្នាំងសេដ្ឋកិច្ចយើងនឹងល្អមានស្ថិរភាពហើយចំណុចសំខាន់ទី4គឺពាក់ព័ន្ធជាមួយនឹងរឿងការពង្រឹងមូលធនមនុស្សដែលរាជរដ្ឋាភិបាលដាក់ជាផែនការអតិភិបសំខាន់ជាទិសដៅអតិភិបសំខាន់តាមរយៈការធ្វើកំណែតម្រង់គុណភាពអប់រំកំណែតម្រង់វិស័យអប់រំទាំងមូលតាំងពីថ្នាក់បឋមសិក្សារហូតដល់ថ្នាក់ឧត្តមនិងក្រោយឧត្តមនេះគឺជាចំណុចសំខាន់ដែលយើងចាំបាច់ត្រូវធ្វើហើយទី6គឺ
ដែលយើងបន្តនៅការងារការទូតសាធារណៈដែលខ្ញុំបញ្ជាក់ខាងដើមហើយនឹងការប្រយុទ្ធប្រឆាំងទៅនឹងព័ត៌មានคล้ายៗហើយចំណុចសំខាន់មួយទៀតគឺបន្តនៅតែបន្តបងប្អូននៅតែបន្តរួមគ្នាជាធ្លុងមួយការពង្រឹងសាមគ្គីឯកភាពជាតិយើងនេះសំខាន់ណាស់សក្ខីកម្មសក្ខីភាពដែលយើងបានឃើញនៅក្នុងការរួបរวมគ្នារបស់យើងក្នុងសង្គ្រាមឈ្លានពាននេះជាខែលជាឆ្អឹងខ្នងការពារជាតិដ៏សំខាន់ហើយចុងក្រោយយើងបន្តធ្វើពិពិធកម្មដៃគូហ្នឹងគឺទាំងការងារការទូតទាំងទីផ្សារទាំងការវិនិយោគទាំងពាណិជ្ជកម្មដោយឈរលើនៃស្វ័យភាពជាយុទ្ធសាស្ត្រឯករាជ្យនៃនយោបាយការបរទេសរបស់យើងហើយយើងប្រកាន់ខ្ជាប់នៅគោលនយោបាយការបរទេសអព្យាក្រឹតអចិន្ត្រៃយ៍នឹងមិនចូលបកសម្ព័ន្ធហ្នឹងដែលបំរើដល់ផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិយើងបាទសូមអរគុណលោកបណ្ឌិតកិនភីចំពោះការបង្ហាញជូនពីចំណុចដែលកម្ពុជាត្រូវពង្រឹងដែលមានថាកម្ពុជានឹងអាចថាមានខ្លាំងជាងមុននៅក្នុងការការពារអធិបតេយ្យភាពបូរណភាពទឹកដីភ្ជាប់ទៅនឹងចំណុចនេះក៏មានមតិមួយលើកឡើងផងដែរថាប្រទេសមួយខ្លាំងទើបអាចការពារខ្លួនបានចេញពីការឈ្លានពានហើយភាពខ្លាំងនោះគឺទាមទារឲ្យមានសកម្មភាពដឹកនាំរបស់រាជរដ្ឋាភិបាលបានល្អនិងការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានសំណួររបស់ខ្ញុំសួរទៅកាន់អាយដាមប៉ែនបូណាថាតើរាជរដ្ឋាភិបាលបាននឹងកំពុងធ្វើអ្វីខ្លះនិងមានការចូលរួមពីប្រជាពលរដ្ឋយ៉ាងដូចម្តេចដើម្បីឲ្យប្រទេសមួយខ្លាំងបានបាទសូមអរគុណយើងទទួលស្គាល់ទាំងអស់គ្នាទាំងវាគ្មិនទាំង3រូបនៅទីនេះទាំងវាគ្មិននៅខាងក្រៅប្រជាពលរដ្ឋក៏ដូចជាថ្នាក់ដឹកនាំយើងដែរដែលតែងតែនិយាយថាប្រទេសមួយត្រូវតែខ្លាំងដើម្បីយើងការពារខ្លួនហើយខ្មែរយើងមានពាក្យនិយាយច្រើនខ្លួនពីពឹងខ្លួនជួយខ្លួនឯងសិនតាមសុំឲ្យគេជួយគឺទេវតាជួយទាំងអស់នេះគឺជាកញ្ចក់ឆ្លុះបញ្ចាំងថាភាពខ្លាំងពង្រឹងខ្លួនគឺជាកត្តាសច្ចានុមត្តដែលអត់មានបដិសេធបានទេដែលយើងត្រូវតែនាំគ្នាធ្វើអញ្ចឹងសួរថារាជរដ្ឋាភិបាលបានធ្វើឲ្យខ្លះក្នុងទិសដៅហ្នឹងបើយើងពិនិត្យមើលការដឹកនាំរបស់រាជរដ្ឋាភិបាលតាំងពីជំនាន់សម្ដេចតេជោមកយើងឃើញច្បាស់ណាចេញពីបាតដៃទទេចំណុច0ដែលយើងចេញពីប៉ុលពតមករាជរដ្ឋាភិបាលបានដឹកនាំកសាងរហូតអភិវឌ្ឍរហូតពង្រឹងសមត្ថភាពស្ថាប័នធនធានមនុស្សពង្រឹងជំហរឈរលើខ្លួនឯងអីបានធ្វើសពមើលគ្រប់ទាំងនាំមកនៅសន្តិភាពអញ្ចឹងបាននឹងកំពុងបន្តធ្វើជាបន្តបន្ទាប់ប៉ុន្តែសួរថារដ្ឋាភិបាលបានស្កប់ស្កល់ត្រឹមហ្នឹងទេអត់ទេបាទសម្ដេចទៅប្តីនាយករដ្ឋមន្ត្រីលោកដាក់ចេញយុទ្ធសាស្ត្របញ្ចកោណកម្មវិធីគោលនយោបាយអភិវឌ្ឍ6ចំណុចសម្លឹងទៅចក្ខុវិស័យ2050ខ្លាយជាប្រទេសមានចំណូលខ្ពស់មកនេះសុទ្ធតែជាមហិច្ឆតាដែលរាជរដ្ឋាភិបាលខិតខំដើម្បីបន្តអភិវឌ្ឍនិងពង្រឹងខ្លួនឲ្យកាន់តែរឹងមាំគ្រប់វិស័យណាហើយយើងឃើញហើយប្រជាពលរដ្ឋយើងចូលរួមគ្រប់គ្រងបើអត់មានប្រជាពលរដ្ឋចូលរួមគ្រប់គ្រងទេយើងអត់អាចអភិវឌ្ឍប្រទេសយើងបានប៉ុណ្ណេះទេហើយក្នុងអំឡុងពេលដែលមានយើងមានការឈ្លានពានពីប្រទេសថៃដូចដែលយើងកំពុងជជែកគ្នានេះវាជាកលៈទេសៈដែលបង្ហាញថាយើងត្រូវតែខ្លាំងមិនអាចបដិសេធបានទេអាហ្នឹងយើងអាចនិយាយថាអូខេយល់ស្របទាំងអស់គ្នាថាអញ្ចឹងប៉ុន្តែទន្ទឹមនឹងហ្នឹងក៏យើងបានជជែកគ្នាមិញដែរណាវាមិនមែនពឹងទៅលើតែមួយមុខបានទេបាទយើងត្រូវតែមិនអាចមើលរំលងបានទេសង្គមមនុស្សដែលរស់នៅក្រោមច្បាប់អន្តរជាតិក្រោមសន្តិភាពពិភពលោកយន្តការតំបន់យន្តការអន្តរជាតិហូហែដែលយើងបាននិយាយមិញហ្នឹងនៅតែមានសារៈសំខាន់ដើម្បីយើងនៅតែបន្តប្រើប្រាស់ពីព្រោះយន្តការទាំងអស់ហ្នឹងដែលជួយធានាការពារប្រទេសធំមិនអោយធ្វើបាបប្រទេសតូចប្រទេសខ្លាំងមិនអោយជិះជាន់ប្រទេសខ្សោយប្រទេសមួយដែលជាសមាជិកអង្គការសហប្រជាជាតិមានសិទ្ធិស្មើគ្នាស្មើមុខស្មើមាត់គ្នារស់នៅដោយសុខដុមរមនាជាមួយគ្នាដោយសារតែមានសន្តិភាពទាំងអស់ហ្នឹងអញ្ចឹងយើងអត់អាចមើលរំលងបានទេ
បើសរុបដោយខ្លីទី1ការពង្រឹងខ្លួនត្រូវតែធ្វើឲ្យខ្លាំងទី2ច្បាប់អន្តរជាតិយន្តការអន្តរជាតិយន្តការតំបន់សម្ដេចធ្នាប់ពិភពលោកនយោបាយការទូតត្រូវតែបន្តធ្វើឲ្យធ្វើយ៉ាងសកម្មហើយនឹងទី3សូមឲ្យបងប្អូនយើងមានជំនឿជឿជាក់លើរាជរដ្ឋាភិបាលរួមគ្នាជាកម្លាំងទុកលទ្ធភាពឲ្យរាជរដ្ឋាភិបាលដោះស្រាយបញ្ហាតាមលំដាប់លំដោយប្រកបដោយការអត់ធ្មត់ហើយការអត់ធ្មត់នឹងហើយជាជ័យជំនះដែលយើងនឹងទទួលបាននៅពេលខាងមុខបើសិនជាយើងឆេវឆាវណាមួយខ្វះការពិចារណាយើងអាចនឹងធ្លាក់ចូលក្នុងផ្ទះហើយយើងទទួលគ្រោះមហន្តរាយអញ្ចឹងសូមបងប្អូនយើងយល់ត្រង់ចំណុចហ្នឹងអត់ធ្មត់ដល់ទំនុកចិត្តដល់រាជរដ្ឋាភិបាលដែលបានកំពុងប្រើប្រាស់គ្រប់មធ្យោបាយដែលមានគ្រប់សេណារីយ៉ូដើម្បីទាមទារទឹកដីយើងមកវិញអត់បាត់បង់ជាដាច់ខាតបាទមិនឲ្យបាត់បង់ជាដាច់ខាតហើយយើងនឹងទទួលបានដំណោះស្រាយមួយដែលមានភាពជាក់លាក់យូរអង្វែងសម្រាប់កូនចៅយើងជំនាន់ក្រោយបាទសូមអរគុណ សូមអរគុណអាដាមខ្ញុំបាទសូមបន្តសំណួរទៅកាន់លោកបណ្ឌិតយងពៅវិញដោយសារតែបញ្ហានៃសង្គ្រាមឈ្លានពានមកលើកម្ពុជារយៈពេល1ឆ្នាំហើយនៅក្នុងថ្ងៃ24កក្កដា2026បើតាមទស្សនៈរបស់លោកបណ្ឌិតតាមការយល់ឃើញថាតើផ្លូវណាឬក៏វិធីសាស្ត្រណាដែលអាចនាំទៅការបញ្ចប់ចំនួននេះដោយសន្តិវិធីនិងប្រកបដោយនិរន្តរភាពបាទ សូមអរគុណផ្លូវហ្នឹងវាគ្មិនយើងបានលើកឡើងដូចតែគ្នាហ្នឹងបាទហើយផ្លូវហ្នឹងគឺមែនតើយើងផ្អែកទៅលើផ្លូវសុចរិតភាពរបស់ថៃច្រើនជាងគេហើយតាមមើលបាទប៉ុន្តែខ្ញុំនឹងចូលរួមរំលឹកលើកឡើងវិញហើយចំណុចខ្លះក៏វាគ្មិនយើងបានលើកហើយគឺទី1គឺយើងការទទួលស្គាល់ភាពខ្លាំងរបស់យើងអាហ្នឹងជាចំណុចសំខាន់ដែលភាពខ្លាំងខ្លួនឯងអានេះជាចំណុចសំខាន់ដែលយើងបាននិយាយដូចគ្នាហ្នឹងចំណុចដូចគ្នាខ្ញុំលើកនៅចំណុចនេះចំណុចសំខាន់គ្រឹះទី1ហ្នឹងគឺការទូតច្បាប់អន្តរជាតិនិងការទូតអន្តរជាតិដែលមានប្រសិទ្ធភាពហើយយើងប្រើឲ្យមានប្រសិទ្ធភាពពាក្យខ្ញុំអញ្ចឹងមានន័យថាឲ្យមានប្រសិទ្ធភាពហើយយើងធ្វើឲ្យមានប្រសិទ្ធភាពដោយឯកឧត្តមប៉ែបណ្ដាលើកអំបញ្ញមិញគឺឲ្យកាន់តែសកម្មបន្តភាពសកម្មបន្តទៀតអានេះចំណុចគ្រឹះទី1ចំណុចគ្រឹះទី2ដែលខ្ញុំត្រូវលើកឡើងថាយើងត្រូវធ្វើអីតទៀតហ្នឹងគឺការពង្រឹងសមត្ថភាពជាតិអានេះយើងនិយាយមួយម៉ាត់ក្តោបខ្លីក៏ប៉ុន្តែវាមានរឿងច្រើននៅក្នុងហ្នឹងដើម្បីពង្រឹងសមត្ថភាពជាតិគឺការចូលរួមទាំងអស់គ្នាការចូលរួមទាំងអស់គ្នាចំណុចទី1ធានាឲ្យបាននៅយុត្តិធម៌សង្គមដែលនេះជាចំណុចគ្រឹះសំខាន់ដែលធានានៅឯកភាពជាតិបាទចំណុចទី2នៅក្នុងហ្នឹងរាជរដ្ឋាភិបាលដាក់ចេញនៅកំណែតម្រង់តាំងពីសម្ដេចដែលចូលមកម្លេះឥឡូវតមកសម្ដេចធិបតីក៏ដូចគ្នាដែរនៅតែបន្តនៅនយោបាយកំណែតម្រង់ប៉ុន្តែយើងត្រូវធ្វើឲ្យប្រកបនិយមបន្ថែមទៀតទៅលើនយោបាយកំណែតម្រង់ហ្នឹងចំណុចទី3វាពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចដែរខ្ញុំគ្រាន់តែលើកជាទស្សនវិជ្ជាម៉ាក្រូទេខ្ញុំមិនមានជំនាញទេគឺពីពិតកម្មខ្សែសង្វាក់ផលិតកម្មនេះជាចំណុចសំខាន់ណាដែលយើងត្រូវតែទទួលស្គាល់ទាំងអស់គ្នាថាខ្សែសង្វាក់ផលិតកម្មរបស់យើងហ្នឹងវាអត់ទាន់គាំពៀគ្នាបានទលំទលាយទីហៅថាយើងចិញ្ចឹមសត្វយើងខ្វះចំណីសត្វប៉ុន្តែយើងលក់ក្របធនជាតិទៅក្រៅប្រទេសអីចឹងទៅអាហ្នឹងជាឧទាហរណ៍ទេអញ្ចឹងយើងត្រូវតែធ្វើវិបត្តិកម្មខ្សែសង្វាក់ផលិតកម្មហ្នឹងឲ្យគាំពៀគ្នាបាទគាំពៀគ្នាអញ្ចឹងយើងនឹងធ្វើឲ្យសេដ្ឋកិច្ចយើងហ្នឹងមានដំណើរការល្អជាងមុនហើយធានាបានគេថាខ្សែសង្វាក់ផលិតកម្មរវាងកសិផលនិងផលិតផលសម្រេចដោយយើងមិនចាំបាច់លក់តែកសិផលទៅបរទេសពេកចំណុចទី4ខ្ញុំគិតថាការបង្កបរិយាកាសវិនិយោគនេះជាចំណុចសំខាន់មួយទៀតហើយយើងតែងតែលើកឡើងហើយឥឡូវហ្នឹងយើងឃើញថារាជរដ្ឋាភិបាលប្រឹងប្រែងនៅចំណុចហ្នឹងហើយតែខ្ញុំគិតថាប្រឹងបន្តទៀតបាទសម្ដេចធិបតីប្រឹងប្រែងចំណុចហ្នឹងខ្លាំងមែនទែន
ពីព្រោះសម្ដេចក៏ក្រៅពីជំនាញនយោបាយក៏ជាជំនាញសេដ្ឋកិច្ចដែរ បាទ តាមខ្ញុំដឹងចឹងហើយខ្ញុំគិតថាយើងត្រូវតែធ្វើចំណុចនេះឲ្យមានភាពប្រកបនិយមបន្ថែមទៀតដើម្បីយើងតាក់ទាញអ្នកវិនិយោគបង្កបរិយាកាសវិនិយោគហើយខ្ញុំឃើញដំណឹងថ្មីនេះមានការបង្កបរិយាកាសវិនិយោគដោយដែលបណ្ឌិតទាំងពីរលើកឡើងជាមួយចិនក៏ដូចជាជាមួយសហរដ្ឋអាមេរិកអីជាដើមមានកិច្ចប្រជុំជាមួយអ្នកវិនិយោគអីនេះជាចំណុចសំខាន់ដែលយើងបន្តធ្វើទៀតចំណុចទី5វាគ្មិនក៏បានលើកឡើងដែរគឺវិបត្តិកម្មការទូតបាទត្រូវតែធ្វើទៀតឲ្យសកម្មបន្ថែមទៀតហើយដូចបណ្ឌិតកិនភីលើកឡើងនៅការទូតដែលយើងមិនអាចមើលរំលងបានគឺជាមួយបារាំងហើយឯកឧត្តមប៉ែនបណ្ណាក៏បានលើកឡើងនៅសភាបារាំងដែលបានចេញសេចក្តីថ្លែងការណ៍នេះជាចំណុចសំខាន់ណាដែលយើងកន្លងទៅថាមិនទាន់ឃើញមានអ្នកណាចេញសេចក្តីថ្លែងការណ៍សោះតែឥឡូវឃើញសភាបារាំងដែលប្រមូលផ្ដុំនៅប្រទេសជាច្រើនសភានិយាយភាសាបារាំងហ្នឹងអញ្ចឹងនេះជាចំណុចសំខាន់ហើយយើងនឹងបន្តធ្វើទៅទៀតអានេះជាចំណុចគ្រឹះរួមទី2ទី3គឺទី3វាគ្មិនបានលើកហើយខ្ញុំគ្រាន់តែរំលឹកឡើងវិញទេគឺទំនើបកម្មវិស័យការពារជាតិនិងការពារជាតិបាទវិស័យការពារជាតិហ្នឹងគឺចាំបាច់ណាស់ដែលយើងត្រូវតែទទួលស្គាល់នៅការធ្វើទំនើបកម្មហើយខ្ញុំតែងតែនិយាយថាបច្ចុប្បន្ននេះគ្មានអ្នកណាមួយរារាំងឬក៏រង្គៀសចិត្តក្នុងការធ្វើទំនើបកម្មឬចំណាយលើវិស័យយោធានឹងទេបាទត្រូវតែយល់ហើយបាទយើងត្រូវតែខ្លាំងចេញពីខ្លួនយើងវាគ្មិនខាងដើមបានលើកហើយនៅពេលដែលមានសង្គ្រាមឈ្លានពានដំបូងឡើយគឺយើងខ្លួនឯងត្រូវតតាំងជាមួយសត្រូវអញ្ចឹងតតាំងទៅលើអ្វីដែលយើងមានអញ្ចឹងដើម្បីមានគឺយើងត្រូវធ្វើទំនើបកម្មពីព្រោះហេតុដែលខ្ញុំនិយាយអញ្ចឹងពីព្រោះកន្លងទៅមានសកម្មជននយោបាយខ្លះគឺមិនសប្បាយចិត្តនឹងការធ្វើវិបត្តិកម្មចំណាយយោធានិយាយចំបាទតែឥឡូវយើងត្រូវតែយល់ចំណុចហ្នឹងហើយយើងអត់និយាយអីច្រើនទេគ្រាន់ថាឲ្យយល់ចំណុចហ្នឹងហើយយើងត្រូវចូលរួមធ្វើចំណុចទី4គឺដកស្រង់ចេញពីចំណុចតូចខាងដើមកម្លាំងសាមគ្គីជាតិដែលវាគ្មិនទៀតក៏ទទួលស្គាល់ដែរនេះជាចំណុចសំខាន់ណាប្រសិនបើយើងអត់មានឯកភាពជាតិអត់មានកម្លាំងសាមគ្គីជាតិទេគឺទោះជាយើងខ្លាំងផ្នែកអ្វីក៏ដោយគឺយើងពិបាកនឹងធានាបែកខ្ញាយគ្នាសំបីតែខាងទេសនៈអញ្ចឹងខាងទេសនៈនេះក៏ជាចំណុចសំខាន់ដែរនៅក្នុងកម្លាំងសាមគ្គីជាតិនេះយើងទេសនៈយើងថានយោបាយប្រជាធិបតេយ្យអីហូហែក៏ប៉ុន្តែនៅពេលដែលមានសត្រូវឈ្លានពានទេសនៈរបស់យើងគឺប្រឆាំងសត្រូវឈ្លានពាននេះយើងត្រូវយល់ចំណុចនេះអញ្ចឹងខ្ញុំអំពាវនាវទាំងបញ្ញវន្តទាំងឡាយខ្ញុំធ្លាប់ទៅសេក្នុង Facebook ខ្ញុំសកម្មជននយោបាយទាំងឡាយគឺយើងត្រូវមានគោលដៅដឹងគោលដៅយើងច្បាស់ថាត្រូវតស៊ូច្បាំងតទល់ជាមួយសត្រូវដែលឈ្លានពានពេលនេះគឺថៃច្បាស់ហើយថាជាសត្រូវយើងពីព្រោះចូលមកកាន់កាប់ទឹកដីរបស់យើងដែលខុសច្បាប់កាន់កភ្លើងមកកាន់កាប់ទីតាំងនៅចំណុចមួយចំនួនហើយឥឡូវនេះខ្ញុំឃើញក្រសួងវប្បធម៌បានចេញសេចក្តីថ្លែងការណ៍នៅទីក្រុងពូសានដែរថាឲ្យអន្តរជាតិចូលរួមជួយថែរក្សាទំនប់បរងទៅលើប្រាសាទព្រះវិហារដែលថៃបានបាញ់អីចឹងអាហ្នឹងគឺជាចំណែកសំខាន់ណាស់ដូច្នេះហើយគឺសាមគ្គីឯកភាពជាតិនេះគឺយើងត្រូវតែយល់ហើយកុំឲ្យបែកខ្ញែកនៅក្នុងទេសនៈដែលប្រឈមជាមួយសត្រូវរួមបាទសូមអរគុណបាទសូមអរគុណលោកបណ្ឌិតចំពោះការបង្ហាញទស្សនៈរបស់លោកដែលឡែកពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ចខ្ញុំបាទក៏ចង់បានទស្សនៈពីលោកបណ្ឌិតគីសេរីវត្តផងដែរដែលជាអ្នកជំនាញសេដ្ឋកិច្ចបើតាមការយល់ឃើញរបស់លោកបណ្ឌិតថាតើកម្ពុជាគួរតែធ្វើអ្វីខ្លះដើម្បីធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាផងដែរបាទចំពោះចំណុចនៃការរៀបចំខ្លួនរបស់កម្ពុជាក្នុងការថែរក្សាឬក៏រក្សាស្ថិរភាពនៃកំណើនម៉ាក្រូសេដ្ឋកិច្ចកម្ពុជានេះទី1ដែលយើងត្រូវធ្វើមុនគេគឺការបង្វែរពីការឆ្លោះគ្នាឯងឲ្យទៅជាសត្រូវរួមបាទអញ្ចឹងមានន័យថាទោះជានៅក្នុងនិន្នាការនយោបាយណាក៏ដោយគួរតែបញ្ចប់ការឆ្លោះគ្នាឯងហើយរួមគ្នាបាទក្នុងនាមជាជាតិខ្មែរមួយបាទជាពិសេសគឺរួមជាមួយនឹងរដ្ឋាភិបាលកម្ពុជានៅក្នុងការ
ជំរុញឲ្យខ្លួនឯងមានភាពរឹងមាំនិងកំណើនសេដ្ឋកិច្ចទី2អ្វីដែលយើងត្រូវធ្វើបន្តនោះគឺការពង្រឹងនៅធនធានមនុស្សដែលមុននេះបណ្ឌិតកិនភាក៏បានលើកដែរធនធានមនុស្សដែលរាជរដ្ឋាភិបាលកំពុងតែខិតខំជំរុញនេះបាទគឺបានចេញដំណើរទៅជាបណ្ដាហើយកម្ពុជាយើងចង់បានឲ្យវាស្ទុះលឿនជាងនឹងតិចទៀតនៃការពង្រឹងធនធានមនុស្សនេះឲ្យបានលឿនឲ្យបានឆាប់រហ័សបាទហើយជាពិសេសគឺតកតងទៅនឹងវិស័យបច្ចេកវិទ្យាបាទនិង AI ផងដែរដែលយើងឃើញថាសម្ដេចនាយករដ្ឋមន្ត្រីលោកបានទៅកាន់ប្រទេសចិនហើយនឹងចាប់ផ្ដើមតភ្ជាប់នៅក្នុងការធ្វើកិច្ចការនេះបាទនេះគឺជាការចាប់ផ្ដើមហើយក្នុងនាមយើងខ្ញុំនេះជាអ្នកសិក្សាស្រាវជ្រាវហ្នឹងយើងសាទរហើយចង់ជំរុញឲ្យកិច្ចការហ្នឹងធ្វើឲ្យបានលឿនជាងនេះបាទទី3គឺការបង្កបរិយាកាសវិនិយោគនេះឲ្យកាន់តែប្រសើរជាងនឹងយើងឃើញថាការវះកាត់មួយចំនួនដោយរដ្ឋាភិបាលជាពិសេសគឺនាយករដ្ឋមន្ត្រីលោកបានខំប្រឹងណាបាទប៉ុន្តែវានៅមានកត្តារារាំងមួយចំនួនវានៅមានមន្ត្រីមួយចំនួនដែលអនុវត្តទៅមិនបានពេញលេញដែលទាមទារឲ្យមានការជំរុញឲ្យបរិយាកាសនេះកាន់តែប្រសើរឡើងហើយជាពិសេសនោះគឺការលើកទឹកចិត្តឲ្យអ្នកវិនិយោគពីក្រៅប្រទេសចូលមកបាទអនុលោមទៅតាមច្បាប់របស់កម្ពុជាឲ្យបានគ្រប់គ្រាន់គ្រប់ជ្រុងជ្រោយនិងលើកទឹកចិត្តនៅក្នុងការវិនិយោគនៅក្នុងស្រុកខ្លួនឯងហើយក្នុងការវិនិយោគក្នុងស្រុកខ្លួនឯងនេះគឺទាមទារឲ្យមានវត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់គ្រប់គ្រាន់ដោយដែលបណ្ឌិតយ៉ងពៅបានលើកមុននេះដែរបាទអញ្ចឹងចំណុចនេះគឺការបតិកលាគ្នានៃខ្សែចង្វាក់ផលិតកម្មបាទកាលណាយើងខ្វះឬក៏យើងដាច់នៅភាពបតិកលានៃខ្សែចង្វាក់ផលិតកម្មគឺធ្វើឲ្យកម្លាំងផលិតរបស់យើងខ្សោយហើយជាមួយគ្នានេះដែរការតភ្ជាប់ទៅកាន់ទីផ្សារចំពោះការតភ្ជាប់ទៅកាន់ទីផ្សាររដ្ឋាភិបាលខិតខំប្រឹងប្រែងហើយតែគួរតែជំរុញបន្ថែមទៀតទៅលើពិពិធកម្មទីផ្សារជាពិសេសហ្នឹងគឺអាចនឹងធ្វើឲ្យកម្ពុជានឹងនាំទំនិញទៅកាន់ប្រទេសចិនកាន់តែច្រើនជាងនេះដែលថ្មីនេះយើងឃើញថាកម្ពុជាបាននាំសម្បុកតជាកម្មទៅកាន់ប្រទេសចិនផងដែរបាទអញ្ចឹងជាមួយគ្នានេះគឺផលិតផលមួយចំនួនត្រូវបើកច្រកនេះឡើងវិញខ្ញុំសូមជម្រាបថាការនាំក្របស្វាយចន្ទីទៅកាន់ប្រទេសចិននេះគឺប្រឈមជាមួយនឹងការរារាំងមួយចំនួនគឺការ clear ពន្ធគយរបស់នៅក្នុងប្រទេសចិនតាមព្រំដែនគោករវាងវៀតណាមជាមួយនឹងប្រទេសចិនអញ្ចឹងការរារាំងនេះត្រូវតែយកមកពិភាក្សាជាមួយនឹងប្រទេសចិនហើយបើកច្រកយ៉ាងណាឲ្យការនាំចន្ទទីរបស់កម្ពុជាយើងទៅកាន់ប្រទេសចិនកាន់តែមានភាពងាយស្រួលហើយនឹងអាចជួយទៅដល់អ្នកដាំដុះយើងបានក្នុងចំណុចមួយទៀតគឺការកែច្នៃនៅក្នុងស្រុកបាទយើងដឹងថាកសិផលរបស់កម្ពុជាជាពិសេសគឺស្វាយកែវល្មៀតដែលយើងឃើញថាមានបញ្ហាប្រឈមច្រើនគួរតែមានការកែច្នៃផលិតផលទាំងអស់នេះនៅក្នុងស្រុកជាពិសេសគឺផលិតផលដែលយើងផលិតជាកសិកម្មហើយយើងលក់ទៅប្រទេសថៃបន្ទាប់ពីបុកព្រំដែនទៅគឺការកែច្នៃដើម្បីទៅកាន់ទីផ្សារផ្សេងបង្កើតជាផលិតផលផ្សេងហើយជួយទៅដល់កសិករដែលបានផលិតផងហើយនឹងបង្កើតការងារដល់ពលរដ្ឋខ្មែរយើងផងបាទអញ្ចឹងក្នុងកត្តាទាំងអស់នេះការធ្វើឲ្យបរិយាកាសល្អការជួយគ្រប់គ្រងទៅដល់អ្នកផលិតអ្នកវិនិយោគនៅក្នុងស្រុកបាទហើយជាពិសេសគឺវិស័យ SME និងការផលិតនៅផលិតផលដែលគ្រប់គ្រងដល់វិស័យកសិកម្មរបស់កម្ពុជាហ្នឹងគឺគួរតែត្រូវបានលើកទឹកចិត្តបាទសូមអរគុណលោកបណ្ឌិតចំពោះការលើកឡើងនៅទស្សនៈផ្នែកសេដ្ឋកិច្ចសំណួរចុងក្រោយរបស់ខ្ញុំទៅកាន់លោកបណ្ឌិតកិនភាដូចដែលយើងបាននឹងហើយថាចំនួនកម្ពុជាថៃនៅក្នុងឆ្នាំ2025-2026នេះមិនមែនជាចំនួនលើកទី1ទេគឺកម្ពុជាថៃធ្លាប់មានបាទចំនួនជាមួយគ្នាជាយូរជាច្រើនដងហើយនៅក្នុងប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរសំណួររបស់ខ្ញុំទៅកាន់លោកបណ្ឌិតថាតើជាតិសាសន៍ទាំងពីរកម្ពុជានិងថៃគួរតែកសាងទំនាក់ទំនងបែបណាកុំឲ្យមានការកាត់ឡើងនៅចំនួនស្រដៀងគ្នានេះកាត់ឡើងម្ដងហើយម្ដងទៀតនៅពេលអនាគតបាទអរគុណកម្ពុជានិងថៃជាប្រទេសក្បែរខាងគ្នាកត្តាធម្មជាតិនិងភូមិសាស្ត្របានកំណត់ឲ្យយើងនៅក្បែរគ្នាអញ្ចឹងហើយខ្ញុំគិតថាសង្គ្រាមជាអចិន្ត្រៃយ៍មួយមិនបានផ្ដល់ផលប្រយោជន៍ដល់នរណាទាំងអស់ក៏ប៉ុន្តែវានឹងបង្កវិនាសកម្មសោកនាដកម្មនិងការបំផ្លិចបំផ្លាញភាពឈឺចាប់ទៅដល់ប្រជាជាតិនិងប្រជាជននៃប្រទេសទាំងពីរដូច្នេះយើងគួរតែសម្លឹងទៅអនាគតថាតើភាគីទាំងពីរប្រទេសទាំងពីរអាចធ្វើអ្វីជាមួយគ្នាអាចរក្សានៅទំនាក់ទំនង
រវាងគ្នានឹងគ្នាក្នុងភាពជាអ្នកចិត្តខាងបានដែរឬទេពីព្រោះកម្ពុជាក៏មិនអាចលើកប្រទេសចេញពីព្រំដែនថៃហើយថៃក៏មិនអាចលើកប្រទេសចេញពីព្រំដែនកម្ពុជា បាទ ដូច្នេះការកសាងនៅទំនាក់ទំនងមួយដែលវិជ្ជមានដែលមានលក្ខណៈស្ថាបនាគឺជារឿងចាំបាច់ខ្ញុំគិតថាมันអត់វិធីទេក៏ប៉ុន្តែវាទាមទារឲ្យមានសក្ខន្តិការបដិញ្ញាចិត្តនិងភាពស្មោះត្រង់ក្នុងការកសាងទំនាក់ទំនងមួយដែលផ្ដល់នៅការគោរពនៅផលប្រយោជន៍គ្នាទៅវិញទៅមកគោរពអធិបតេយ្យឯករាជ្យនិងបូរណភាពទឹកដីរបស់ផងគ្នាទៅវិញទៅមកអញ្ចឹងយើងមានមូលដ្ឋានគ្រឹះមួយចំនួនទី1ជាការចាំបាច់ណាស់ក្នុងទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋជាពិសេសក្រោយសង្គ្រាមលោកលើកទី2បន្ទាប់ពីមានការបង្កើតនៅអង្គការសហប្រជាជាតិគឺបណ្ដារដ្ឋជាសមាជិកនៃអង្គការសហប្រជាជាតិទាំងអស់ត្រូវតែប្រកាន់ខ្ជាប់និងគោរពជាដាច់ខាតនៅធម្មនុញ្ញនៃអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិលិខិតតូបកអន្តរជាតិនានាអាហ្នឹងចំណុចសំខាន់ទី1ខ្ញុំគិតថាមិនថាតែទំនាក់ទំនងរវាងកម្ពុជានិងថៃទេទំនាក់ទំនងអន្តររដ្ឋនៅក្នុងពិភពលោកទាំងអស់ហ្នឹងដែលជាសមាជិក UN ហ្នឹងយើងគោរពតែធម្មនុញ្ញរបស់ UN ទៅអាហ្នឹងគឺជាផ្នែកមួយដ៏សំខាន់ណាស់នឹងច្បាប់អន្តរជាតិនានាចំណុចទី2គឺត្រូវតែដោះស្រាយបញ្ហាដោយការចរចាដោយយន្តការទូតនិងច្បាប់អន្តរជាតិយន្តការទូតជាទម្រង់ទ្វេភាគីក្តីជាពហុភាគីក្តីគឺវាជារឿងមួយដែលសំខាន់ពីព្រោះបើយើងនិយាយពីរឿងចំនួនព្រំដែនខ្សែបន្តត់ព្រំដែននៃរវាងប្រទេសណាក៏ដោយគឺมันងាយនឹងត្រូវបានកំណត់ដោយចុងកណ្ដុងទេនៅទីបំផុតទៅខ្សែនោះត្រូវតែកំណត់ដោយចុងបការបស់អ្នកនយោបាយរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរអញ្ចឹងសូមឲ្យភាគីថៃវិលត្រឡប់ទៅរកតុចរចាហើយយើងជជែកគ្នាក្នុងការងារបច្ចេកទេសព្រំដែនពីព្រោះព្រំដែនយើងដូចវាគ្មិនខាងដើមបានបញ្ជាក់ឲ្យថាជាព្រំដែនអន្តរជាតិទេយើងមានមូលដ្ឋានច្បាប់និងមូលដ្ឋានបច្ចេកទេសក៏ដូចជាឯកសារប្រវត្តិសាស្ត្រច្រើនណាស់ដែលបង្កភាពងាយស្រួលនិងអំណោយផលខ្លាំងណាស់សម្រាប់ការងារព្រំដែនបើសិនបើភាគីទាំងពីរមានសក្ខន្តិជាពិសេសគឺភាគីថៃហ្នឹងចំណុចទី3គឺជៀសវាងការប្រើប្រាស់កម្លាំងនិងការគម្រាមកំហែងប្រើប្រាស់កម្លាំងហើយចំណុចនេះគឺមានកំណត់នៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិក៏ដូចជាធម្មនុញ្ញអាស៊ានដែលប្រទេសយើងទាំងពីរជាសមាជិកអាស៊ានដូចគ្នាហើយក៏មានកំណត់នៅក្នុងសិទ្ធិសញ្ញាស្តីពីមិត្តភាពនិងកិច្ចសហប្រតិការរបស់អាស៊ានគឺ TAC ហ្នឹងគឺ TAC ហ្នឹងដែលបានកំណត់ច្បាស់ណាស់ចំណុចទី4គឺការកសាងទំនុកចិត្តឡើងវិញការកសាងទំនុកចិត្តឡើងវិញហ្នឹងគឺតាំងពីកម្រិតមូលដ្ឋានរហូតដល់កម្រិតរដ្ឋាភិបាលកម្រិតអ្នកនយោបាយជាន់ខ្ពស់អញ្ចឹងខេត្តជាប់ព្រំដែនស្រុកជាប់ព្រំដែនឃុំជាប់ព្រំដែនគឺតែយើងត្រូវស្ដារទំនាក់ទំនងគ្នាយោធានិងយោធាអាជ្ញាធរព្រំដែននិងអាជ្ញាធរព្រំដែនរដ្ឋាភិបាលនិងរដ្ឋាភិបាលហើយប្រជាជននិងប្រជាជនទៅមករកគ្នាអ្នកកាសែតធនាគារខួរក្បាលសកលវិទ្យាល័យយើងត្រូវជជែកគ្នាឲ្យច្រើនទៅហើយរកចំណុចរួមដើម្បីសម្រាប់ភាពសុខសាន្តសុខដុមរមនារវាងប្រជាជាតិដែលនៅក្បែរខាងគ្នាចំណុចទី5ខ្ញុំគិតថាកិច្ចសហការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនិងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជននោះគឺសំខាន់ពីព្រោះសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសដែលនៅក្បែរខាងគ្នាហ្នឹងគឺវាបំពេញបន្ថែមឲ្យគ្នាហើយជាក់ស្ដែងទៅចាំថាខ្មែរជាទីផ្សារធំសម្រាប់ពាណិជ្ជកម្មសម្រាប់ការនាំចូលពីប្រទេសថៃប៉ុន្តែដល់ពេលសង្គ្រាមព្រំដែននោះសួរថាតើថៃមានបានចំណេញពីផ្លែផ្កានៃពាណិជ្ជកម្មនិងសេដ្ឋកិច្ចដែលខ្លួនធ្លាប់តែទទួលបានពីប្រទេសខ្មែររាប់ពាន់លានក្នុងមួយឆ្នាំទៀតតែគឺវាមានការធ្លាក់ចុះអញ្ចឹងហើយចំណុចហ្នឹងគឺសំខាន់ហើយចំណុចទី6យើងត្រូវតែប្រែក្លាយតំបន់ចំនួនឲ្យទៅជាតំបន់សន្តិភាពខ្សែបន្តព្រំដែនរបស់យើងឯកឧត្តមប៉ែនបូណាក៏ដូចបណ្ឌិតយងពៅបានបញ្ជាក់ថាត្រូវតែជាខ្សែបន្តដែលច្បាស់លាស់ប្រកបដោយសន្តិភាពស្ថិរភាពមិត្តភាពនិងកិច្ចសហការហើយដែលបម្រើទៅដល់ផលប្រយោជន៍យូរអង្វែងសម្រាប់ប្រជាជាតិនិងប្រជាជនយើងទាំងពីរចំណុចទី7គឺយើងកម្ពុជាយើងសម្រាប់កម្ពុជាយើងផ្ទាល់តែម្ដងគឺថាយើងត្រូវបន្តការប្រុងប្រយ័ត្នព្រោះបទពិសោធន៍សង្គ្រាមហូរហែកន្លងមកតាំងពីឆ្នាំ2008រហូតមកទល់ពេលនេះគឺ
ចិត្ត20ឆ្នាំហើយជាមេរៀនប្រវត្តិសាស្ត្រដែលយើងត្រូវចងចាំហើយត្រូវបន្តការប្រុងប្រយ័ត្នពង្រឹងសមត្ថភាពជាតិយើងលើកគ្រប់វិស័យយើងស្រឡាញ់សន្តិភាពប៉ុន្តែសន្តិភាពមាននិរន្តរភាពបានលុះត្រាតែវាមានការទប់ចិត្តគ្នាប៉ុន្តែការទប់ចិត្តគ្នានឹងវាមិនតាន់គ្រប់គ្រាន់ទេដល់តែយើងមានសមត្ថភាពវិស័យការពារជាតិអាចឆ្លើយតបបានដែរទៅសន្តិភាពនឹងមាននិរន្តរភាពចុងក្រោយខ្ញុំចង់បញ្ជាក់ថាកម្ពុជាយើងត្រូវការសន្តិភាពយើងអត់ត្រូវការសង្គ្រាមទេកម្ពុជាចង់បានមិត្តភាពមិនចង់បានភាពជាសត្រូវទេក៏ប៉ុន្តែសន្តិភាពដែលមាននិរន្តរភាពដោយដែលខ្ញុំបានបញ្ជាក់ហើយគឺថាត្រូវឈរលើគោលការណ៍នៃការគោរពនៅអធិបតេយ្យឯករាជ្យបូរណភាពទឹកដីនិងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ផងគ្នាទៅវិញទៅមកជាពិសេសគឺការគោរពច្បាប់អន្តរជាតិនិងលក្ខន្តុបករណ៍នានាដែលប្រទេសទាំងពីរបានចុះហត្ថលេខាហើយសូមមេត្តាកុំយកបញ្ហាព្រំដែនបញ្ហាទឹកដីខ្មែរក៏ដូចជាបញ្ហាប្រវត្តិសាស្ត្រវប្បធម៌និងអត្តសញ្ញាណទៅជាឧបករណ៍នយោបាយដើម្បីបំពេញនយោបាយជាតិនិយមនិងនយោបាយអំណាចផ្ទៃក្នុងរបស់ប្រទេសថៃបាទខ្ញុំបាទសូមថ្លែងអរគុណទៅដល់លោកវិក្កាមិនទាំង3រូបក៏ដូចជាអាយដាមដែលបានចូលរួមផ្ដល់បទសភាក៏ដូចជាផ្ដល់ទស្សនៈល្អៗនៅក្នុងកម្មវិធីរបស់យើងដែលយើងលើកឡើងកំពុងតែជជែកពាក់ព័ន្ធទៅនឹងតុល្យការ1ឆ្នាំនៃសង្គ្រាមឈិនពានរបស់ថៃប្រឆាំងកម្ពុជាដែលដល់ថ្ងៃទី24ខែកក្កដាឆ្នាំ2026គឺជាគម្រប់ខួប1ឆ្នាំដែលយោធាថៃបានបើកការវាយប្រហារឈ្លានពានមកលើទឹកដីកម្ពុជាទូតេជនសម្រាប់កម្មវិធីកិច្ចពិភាក្សាទុកមូលក៏បានមកចប់ខ្ញុំបាទក៏សូមថ្លែងអរគុណទៅដល់អ្នកដែលបានចំណាយពេលវេលាតាមដានទស្សនាកម្មវិធីរបស់យើងតាំងពីដើមរហូតដល់ចប់យើងនឹងវិលជួបគ្នាសាជាថ្មីនៅប្រធានបទល្អៗជាបន្តទៀតនៅគណៈពេលខ្ញុំបាទចំណាននិងវិក្កាមិនទាំង4រូបសូមអរគុណនិងសូមគោរពលា